រដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់ករណីទាហានថៃរាយបន្លាលួសនៅព្រំដែនខេត្តបាត់ដំបងពលរដ្ឋមានចំនួនដីធ្លីជាមួយក្រុមហ៊ុនចិននៅឯខេត្តព្រះវិហារប្រឈមមុខនឹងគ្មានដីស្រែគ្មានដីសម្រាប់ធ្វើកសិកម្មអង្គការនិងសមាគមសរុបចំនួន13ស្ថាប័នជំរុញរដ្ឋាភិបាលបើកលំហសេរីភាពសារព័ត៌មាននិងការពារសុវត្ថិភាពអ្នកសារព័ត៌មានរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចាលោកអ្នកនាងជាទីមេត្រីអ្នកច្បាប់និងអ្នកវិភាគជំរុញឲ្យរដ្ឋសភាឬក៏ព្រឹទ្ធសភាក៏ហៅសមាជិកមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងក្រតកម្មឆបង់តាមអនឡាញមកសួរដេញដោលជាសាធារណៈដើម្បីបង្ហាញពលរដ្ឋនិងសហគមន៍អន្តរជាតិឲ្យបានច្បាស់ពីភាពស្អាតស្អំនិងបង្ហាញថារដ្ឋាភិបាលកម្ពុជាបដិញ្ញាចិត្តនៅក្នុងការបោះសម្អាតក្រតកម្មឆបង់តាមអនឡាញនេះពិតប្រាកដទន្ទឹមគ្នានោះពួកគាត់ជំរុញឲ្យអ្នករងទណ្ឌកម្មពីអាមេរិកត្រូវហ៊ានក្លាហានប្តឹងអាមេរិកប្រសិនបើខ្លួនស្អាតស្អំមែននោះចាលោកទីនសការីយ៉ានឹងមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចលនានាងកញ្ញាជាទីមេត្រីចាព័ត៌មានតកតនឹងសិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានវិញម្ដងចាថ្ងៃអាទិត្យទី3ខែឧសភាម្សិលមិញនេះគឺជាទិវាសេរីភាពសារព័ត៌មានពិភពលោកគឺជាថ្ងៃដែលកត់សម្គាល់ពីសារៈសំខាន់នៃសេរីភាពសារព័ត៌មាននៅលើពិភពលោកចានៅឱកាសនេះដែរចាអង្គការសមាគមនិងស្ថាប័នព័ត៌មានចំនួន13ស្ថាប័ននៅកម្ពុជាបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយទាមទារឲ្យរដ្ឋាភិបាលបើកលំហសេរីភាពសារព័ត៌មាននិងការពារសុវត្ថិភាពអ្នកសារព័ត៌មានលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងសារលិខិតថាអ្នកសារព័ត៌មានពិតជាមានតួនាទីសំខាន់នៅក្នុងសង្គមសេរីភាពសារព័ត៌មាននៅកម្ពុជាគឺមានភាពល្អប្រសើរប៉ុន្តែផ្ទុយទៅវិញអ្នកជំនាញផ្នែកសារព័ត៌មានយល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរួមតូចចានៅក្នុងពេលបន្តិចទៀតនេះលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ជូនលោកអ្នកនាងអំពីរឿងនេះចាសូមអញ្ជើញលោកអ្នកនាងកុំភ្លេចរងចាំតាមដានការរាយការណ៍ផ្ទាល់របស់លោកថាថៃនេះនៅពេលបន្តិចទៀតនេះកុំបីខានចលនានាងកញ្ញាជាទីមេត្រីយើងងាកទៅព័ត៌មានតកតងទៅនឹងការតស៊ូរបស់ក្រមយុវជនចលនាធម្មជាតិចលនាមេដាធម្មជាតិវិញម្ដងតំណាងយុវជនចលនាមេដាធម្មជាតិនឹងនាំយករឿងរ៉ាវនៃការតស៊ូរបស់យុវជនចលនាមេដាធម្មជាតិចាជាពិសេសគឺក្រមយុវជនទាំង5នាក់ដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារទៅបង្ហាញនៅក្នុងវេទិកាតស៊ូមតិចំនួន2នៅក្នុងប្រទេសកាណាដានៅចុងសប្តាហ៍ខាងមុខនេះក្នុងនោះរួមមានការជជែកពិភាក្សាជាមួយនឹងសហគមន៍ខ្មែរនៅក្នុងប្រទេសកាណាដាចាសសូមទោសនិងមហាសន្និបាតនៃអង្គការលើកលែងទោសអន្តរជាតិ Amnesty International ប្រចាំនៅក្នុងប្រទេសកាណាដាផងដែរក្រៅពីបង្ហាញនៃគំរូភាពការតស៊ូរបស់យុវជនចលនាមេដាធម្មជាតិចាតំណាងយុវជនចលនាមេដាធម្មជាតិគឺអ្នកស្រីសុនរដ្ឋារួមនឹងតំណាងពីអង្គការលើកលែងទោសអន្តរជាតិនិងទទួលយកសម្បត្តិដែលសរសេរដោយអ្នកគាំទ្រនៅក្នុងយុទ្ធនាការសរសេរដើម្បីសិទ្ធិនៅក្នុងការទាមទារដោះលែងមិត្តទាំង5នាក់ដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារដោយអយុត្តិធម៌ចានៅក្នុងពេលបន្តិចទៀតនេះនាងខ្ញុំនឹងមានសម្ភាសន៍ផ្ទាល់មួយជាមួយនឹងអ្នកស្រីសុនរដ្ឋាអំពីរឿងនេះចាសូមកុំភ្លេចរងចាំតាមដានកិច្ចសម្ភាសន៍នេះកុំបីខានចលនានាងកញ្ញាជាទីមេត្រីសេចក្តីរាយការណ៍ពីខេត្តព្រះវិហារឯណោះឲ្យដឹងថាពលរដ្ឋដែលមានចំនួនដីធ្លីជាមួយនឹងក្រុមហ៊ុនចិនដែលមានឈ្មោះថា China Great Coast នៅក្នុងស្រុកសង្គមថ្មីនិងស្រុករវៀងនៅក្នុងខេត្តព្រះវិហារដែលមានចំនួនជិត400គ្រួសារកំពុងតែប្រឈមនឹងគ្មានដីធ្វើស្រែចម្ការសម្រាប់បង្កបង្កើនផលនៅរដូវវស្សាឆ្នាំនេះក្រោយពេលដែលក្រុមហ៊ុននេះបានរំលោភយកដីស្រែចម្ការរបស់ពួកគាត់អស់មន្ត្រីអង្គការសង្គមស៊ីវិលទទូចឲ្យអាជ្ញាធរប្រញាប់រកដំណោះស្រាយជូនពលរដ្ឋចាលោកហេងស្រស់មានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងដូចតទៅពលរដ្ឋអះអាងថាបើទោះបីជាពួកគាត់បានដាក់លិខិតស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជួយស្វែងរកដំណោះស្រាយបញ្ហាដីធ្លី
ដែលត្រូវបានក្រុមហ៊ុន China Great Cus រំលោភយកជាង 2000 ហត្តានោះអស់រយៈពេល1ខែមកនេះនៅមិនទាន់ឃើញមានមន្ត្រីពាក់ព័ន្ធចុះទៅសិក្សានិងស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនៅឡើយទេតំណាងប្រជាពលរដ្ឋលោកមុតឈៀតអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី4ខែឧសភាថាបច្ចុប្បន្ននេះអាជ្ញាធរយាមល្បាតយ៉ាងតឹងរ៉ឹងហាមឃាត់ពលរដ្ឋមិនឲ្យចូលទៅដាំដំណាំនៅលើដីស្រែចម្ការដែលពលរដ្ឋធ្លាប់អាស្រ័យផលនៅក្នុងបរិវេណក្រុមហ៊ុន China Great Cus នោះទេរីឯអាជ្ញាធរពាក់ព័ន្ធក៏មិនទាន់ចុះទៅសិក្សាឬជួយស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋតាមការសន្យានោះដែរលោកថាប្រសិនបើអាជ្ញាធរមិនព្រមរកដំណោះស្រាយនឹងកាត់ជ្រឿដីឲ្យប្រជាពលរដ្ឋបានអាស្រ័យផលវិញនោះទេពួកគាត់ប្រឈមមុខគ្មានដីស្រែចម្ការបង្កបង្កើនផលឡើយខណៈប្រជាពលរដ្ឋមួយចំនួនកំពុងជំពាក់បំណុលធនាគារមិនមានអីក្រៅពីស្នើសុំឲ្យសម្ដេចពលរដ្ឋបដិយាគាត់ជួយពិនិត្យមើលនឹងឲ្យជួយកាត់ជ្រឿដីជូនប្រជាពលរដ្ឋឲ្យពួកខ្ញុំទាំងអស់គ្នាបានអាស្រ័យផលដូចរាល់ដងវិញហ្នឹងបងបើគេអត់ប្រសើរអត់មានដីទេបងក្នុងគ្នាស្មើនឹងដើរទេក្នុងគ្នាចាក់ចេញពីដីហ្នឹងបើនឹងទៅធ្វើអីដែរស៊ីឈ្នួលគេហ្នឹងថ្ងៃ20000 30000ហ្នឹងទៅពលរដ្ឋប្រមាននាំគ្នាទៅតវ៉ានៅរាជធានីភ្នំពេញម្ដងទៀតប្រសិនបើអាជ្ញាធរនៅតែមិនព្រមរកដំណោះស្រាយនឹងបន្តធ្វើទុកបុកម្នេញមិនឲ្យប្រជាពលរដ្ឋបានអាស្រ័យផលនៅលើដីទាំងអស់នោះវិញកាលពីថ្ងៃទី30ខែមីនាប្រជាពលរដ្ឋបាននាំគ្នាឡើងមករាជធានីភ្នំពេញដាក់ញត្តិស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតជួយស្វែងរកដំណោះស្រាយនិងកាត់ជ្រឿដីស្រែចម្ការចេញពីបរិវេណក្រុមហ៊ុនដើម្បីទុកឲ្យប្រជាពលរដ្ឋបានអាស្រ័យផលចំណែកតំណាងខុទ្ទកាល័យរបស់លោកហ៊ុនម៉ាណែតសន្យាថានឹងប្រញាប់ស្វែងរកដំណោះស្រាយឲ្យប្រជាពលរដ្ឋប៉ុន្តែរហូតមកដល់ថ្ងៃនេះមិនទាន់រកដំណោះស្រាយឲ្យប្រជាពលរដ្ឋនោះឡើយទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យនាយករដ្ឋមន្ត្រីលោកមាសសភ័ណ្ឌនិងអ្នកនាំពាក្យសាលាខេត្តព្រះវិហារលោកណប់វុធីដើម្បីសុំការបកស្រាយបានទេនៅថ្ងៃទី4ខែឧសភាតាក់ទិននឹងបញ្ហានេះអនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លីនិងធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាត6លោកយិនមេងលីមានប្រសាសន៍ថាអាជ្ញាធរដែលបានសន្យាថានឹងដោះស្រាយបញ្ហាដីធ្លីឲ្យប្រជាពលរដ្ឋគួរតែប្រញាប់ស្វែងរកដំណោះស្រាយឲ្យពួកគាត់មិនត្រូវភូតកុហកពលរដ្ឋនិងពន្យាពេលទៀតនោះទេលោកថាបច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបការលំបាកនៅបញ្ហាសេដ្ឋកិច្ចនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដូច្នេះអាជ្ញាធរត្រូវតែពន្លឿនរកដំណោះស្រាយកុំឲ្យពួកគាត់រងចាំការឈឺចាប់កាន់តែយូរនិងលែងមានជំនឿទៅលើរដ្ឋាភិបាលមានការលំបាកក្នុងការស្វែងរកយុត្តិធម៌ជាមួយនឹងអ្នកមានលុយជាមួយអ្នកមានលុយគឺគាត់មានការលំបាកណាស់ពេលខ្លះគាត់សុកចិត្តបោះបង់ចោលណាដោយសារគាត់មិនអាចស្វែងរកយុត្តិធម៌សម្រាប់ពួកគាត់បានទេរហូតពេលខ្លះគាត់ធ្វើការចំណាក់ស្រុកទៀតព្រោះគាត់បាត់បង់ឲ្យពួកដីជាអាយុជីវិតសំខាន់របស់ពួកគាត់ហើយចឹងសូមអាជ្ញាធរកុំធ្វើការភូតពលរដ្ឋពីដើម្បីគាត់ដោះស្រាយមួយរយៈសិនណាជាយាមបញ្យល់ពលរដ្ឋគឺយើងចុះទៅតាមអ្វីដែលយើងបានសន្យាមួយពលរដ្ឋនឹងហើយរកមធ្យោបាយផ្សេងៗទៀតដើម្បីធ្វើការដោះស្រាយបញ្ហានេះក្រុមហ៊ុន China Great Cus ទទួលបានអាជ្ញាប័ណ្ណពីរដ្ឋាភិបាលលើផ្ទៃដីជិត 6000 ហត្តាដើម្បីដាំដំណាំកសិកម្មដូចជាខ្នុរចេកនិងស្វាយជាដើមប៉ុន្តែបច្ចុប្បន្ននេះពលរដ្ឋអះអាងថាស្រាប់តែមានសកម្មភាពរករ៉ែដែកទៅវិញហើយក្រុមហ៊ុនក៏ថែមទាំងរំលោភយកដីស្រែចម្ការរបស់ប្រជាពលរដ្ឋជិត400គ្រួសារទៀតផងរីឯអាជ្ញាធរខេត្តព្រះវិហារមិនបានរកដំណោះស្រាយឲ្យប្រជាពលរដ្ឋនោះទេផ្ទុយទៅវិញអាជ្ញាធរខេត្តនេះបានដាក់កំហិតឲ្យប្រជាពលរដ្ឋប្រគល់ដីស្រែចម្ការទាំងអស់នោះឲ្យទៅក្រុមហ៊ុននិងត្រូវទទួលយកសំណងដែលក្រុមហ៊ុនបានផ្ដល់ឲ្យក្នុង1ហិកតា1លាន2សែនរៀលដោយសំអាងថាប្រជាពលរដ្ឋទាំងអស់នោះអាស្រ័យផលនៅលើដីរបស់ក្រុមហ៊ុនឯកជនខណៈប្រជាពលរដ្ឋធ្លាប់អាស្រ័យផលដាំស្វាយចន្ទីនិងដំណាំស្រូវនៅលើដីស្រែចម្ការទាំងអស់នោះតាំងពីឆ្នាំ1990មកម្លេះខ្ញុំហេងស្រស់ទូរទស្សន៍អាស៊ីសេរីចាលោកនាងកញ្ញាជាទីមេត្រីយើងងាកមកតាមដានព័ត៌មានមួយទៀតចាតកតងទៅនឹងស្ថានភាពកម្ពុជានិងការប្រើប្រាស់ច្បាប់អន្តរជាតិចាអ្នកខ្លំមើលសង្គមកម្ពុជាជំរុញឲ្យរដ្ឋាភិបាលយកច្បាប់សមុទ្រឬហៅកាត់ថា UN Clause មកប្រើដើម្បីទប់ទល់នឹងការឈ្លានពានរបស់ថៃបើមិនដូច្នោះទេកម្ពុជានឹងបាត់បង់ផលប្រយោជន៍ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតគ្នាការអះអាងនេះធ្វើឡើងស្របពេលនៃការលើកឡើងរបស់
ចាការអះអាងនេះគឺធ្វើឡើងស្របគ្នាទៅនឹងការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតថាកម្ពុជានឹងប្រើប្រាស់ច្បាប់អន្តរជាតិជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំប្រសិនបើថៃលុបចោលដោយឯកតោភាគីនៅ MOU 2001 ស្ដីពីតំបន់ទាមទារត្រួតគ្នារវាងកម្ពុជានិងថៃចាលោកឆនចាន់នីរាយការណ៍អំពីរឿងនេះប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលីលោកសង្សែនករណាបានឲ្យដឹងថាដើម្បីដោះស្រាយចំនួនដោយសន្តិវិធីជាមួយថៃគឺកម្ពុជាត្រូវតែពឹងផ្អែកទៅលើច្បាប់អន្តរជាតិកម្ពុជាមិនអាចសំងំដោះស្រាយទ្វេភាគីជាមួយថៃបាននោះទេកម្ពុជាត្រូវត្រៀមឯកសារប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ICJ ប្រសិនបើថៃចូលឈ្លានពានដែនសមុទ្រកម្ពុជាលោកសង្សែនករណាបន្ថែមទៀតថាកម្ពុជាត្រូវតែយកច្បាប់សមុទ្រ UNCLOS មកដោះស្រាយចំនួនជាមួយថៃបើមិនដូច្នេះទេកម្ពុជានឹងបាត់បង់ផលប្រយោជន៍ពីធនធាននៅក្នុងតំបន់ដែនសមុទ្រត្រួតស៊ីគ្នាដូចជាប្រេងនិងឧស្ម័នហើយច្បាប់នេះក៏ជាការកំណត់ព្រំដែនស្របតាមច្បាប់អន្តរជាតិផងដែរការអះអាងរបស់ប្រធានអង្គការប្រជាធិបតេយ្យខ្មែររូបនេះបន្ទាប់ពីរដ្ឋលេខាធិការក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិលោកគង់ភោគថ្លែងនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយនឹងទូរទស្សន៍ជាតិកម្ពុជានៅថ្ងៃទី4ខែឧសភាថាកម្ពុជាគ្មានជំរឿអ្វីក្រៅតែពីពឹងផ្អែកលើច្បាប់អន្តរជាតិជាពិសេសយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំដែលបង្កើតឡើងនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិវិធីសមុទ្រនោះទេប្រសិនបើថៃលុបដោយឯកតោភាគី MOU 2001ស្ដីពីតំបន់ទាមទារត្រួតគ្នាកម្ពុជាថៃលោកគង់ភោគបានថ្លែងឲ្យដឹងទៀតថាការប្រកាន់យកច្បាប់អន្តរជាតិគឺឆ្លុះបញ្ចាំងពីសុឆន្ទៈរបស់កម្ពុជាក្នុងនាមជាពលរដ្ឋដែលគោរពនិងប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធីការសម្រេចចិត្តរបស់កម្ពុជាគឺឆ្លុះបញ្ចាំងឲ្យឃើញអំពីសេចក្តីសង្ឃឹមដ៏ស្មោះត្រង់របស់យើងដែលប្រទេសយើងទាំងពីរអាចសម្រេចបាននូវដំណោះស្រាយមួយដែលយុត្តិធម៌ដែលយូរអង្វែងហើយស្របទៅតាមច្បាប់អន្តរជាតិដែលនឹងអនុញ្ញាតឲ្យប្រជាជនយើងរស់នៅជាមួយគ្នាដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខកាសែត Thai The Nation បានរាយការណ៍កាលពីថ្ងៃទី28ខែមេសាថារដ្ឋមន្ត្រីក្រសួងការបរទេសថៃលោកស៊ីហស័កភួងកេតកែវបានប្រាប់រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុននៅក្រៅក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានសហភាពអឺរ៉ុបកាលពីថ្ងៃទី27ខែមេសាថាប្រទេសថៃកំពុងបន្តដំណើរការនីតិវិធីក្នុងការលុបចោលអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ជាមួយនឹងកម្ពុជាការលុប MOU នេះគឺដោយសារថៃកំពុងស្វែងរកការផ្លាស់ប្ដូរទៅប្រើប្រាស់ច្បាប់ដែលច្បាស់លាស់និងទទួលស្គាល់ជាអន្តរជាតិកម្ពុជាបានសម្ដែងការសោកស្ដាយចំពោះការសម្រេចនេះចំនួន2ដងរួចមកហើយតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដោយលើកទី1ធ្វើឡើងកាលពីថ្ងៃទី8មេសានិងលើកទី2ថ្ងៃទី24មេសាអនុសារណៈឆ្នាំ2001គឺជាអនុសារណៈនៃការយោគយល់គ្នារវាងកម្ពុជានិងថៃនៅលើដែនសមុទ្រដែលភាគីទាំងពីរបានអះអាងថាត្រួតស៊ីគ្នានិងបានចុះហត្ថលេខារួមគ្នានៅក្នុងឆ្នាំ2001ដើម្បីផ្ដល់ជាក្របខ័ណ្ឌចរចារវាងប្រទេសជិតខាងទាំងពីរអនុសារណៈនេះបានបង្កើតក្រុមការងារបច្ចេកទេសរួមគ្នាមួយដើម្បីធ្វើការស្រាវជ្រាវនិងអភិវឌ្ឍធនធានក្នុងតំបន់សមុទ្រដែលមានទំនាស់និងជាវិធីសាស្ត្របណ្ដោះអាសន្នដែលអាចអនុញ្ញាតឲ្យកម្ពុជានិងថៃអាចប្រើប្រាស់និងគ្រប់គ្រងធនធានក្នុងដែនសមុទ្ររួមគ្នាទោះបីជាព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរមិនទាន់បានកំណត់ច្បាស់លាស់ក៏ដោយអ្នកខ្លំមើលព្រមានថាកម្ពុជាអាចនឹងត្រូវប្រទេសថៃរំលោភបំពានយកដែនសមុទ្ររាប់ម៉ឺនគីឡូម៉ែត្រការ៉េរួមទាំងរ៉ែព្រៃនិងឧស្ម័នក្រោយថៃលុបចោល MOU ឆ្នាំ2001ជាមួយកម្ពុជាថៃនឹងទន្ទ្រានយកកោះគុជនិងដែនសមុទ្រដែលភាគីទាំងពីរអះអាងថាត្រួតស៊ីគ្នាទំហំ 26,000 គីឡូម៉ែត្រការ៉េដូច្នេះរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវប្រញាប់រកវិធីទប់ទល់នឹងមហិច្ឆតាឈ្លានពានរបស់ថៃនាពេលនេះខ្ញុំបាទឆេងច័ន្ទនីទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washington
ចលនានាងកញ្ញាជាទីមេត្រីសេចក្តីរាយការណ៍ពីតំបន់ព្រំដែននៅក្នុងខេត្តបាត់ដំបងឯណោះឲ្យដឹងថានៅស្របពេលដែលរដ្ឋាភិបាលរក្សាភាពស្ងៀមស្ងាត់ជុំវិញករណីយោធាថៃពង្រាយកងកម្លាំងទ័ពនិងឈូសឆាយនៅតាមព្រំដែននោះចានៅក្នុងព្រំដែននៃខេត្តបាត់ដំបងគឺមានករណីយោធាថៃដាក់ពង្រាយកម្លាំងទ័ពព្រមទាំងចូលឈូសឆាយនិងបានរាយលុះបន្លាចូលក្នុងទឹកដីខ្មែរនៅក្នុងតំបន់នោះមន្ត្រីគណៈបកប្រឆាំងបារម្ភថាការស្ងៀមស្ងាត់របស់រដ្ឋាភិបាលនឹងធ្វើឲ្យកម្ពុជាបន្តបាត់បង់ទឹកដីទៅកាន់ភាគីថៃដោយមិនចាំបាច់ឆ្លងកាត់ការធ្វើសង្គ្រាមសោះឡើយចាលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងដូចតទៅគិតមកដល់ពេលនេះរដ្ឋាភិបាលនៅតែរក្សាភាពស្ងៀមស្ងាត់ជុំវិញសកម្មភាពដើរល្បាតឈូសឆាយនិងរាយបន្លាលួសខ្វាត់ខ្វែងនៅតាមបណ្ដោយអូរធម្មជាតិពីសំណាក់យោធាថៃនៅតំបន់ព្រំដែនស្រុកភ្នំព្រឹកនិងស្រុកសំពៅលួនស្ថិតក្នុងខេត្តបាត់ដំបងខណៈសកម្មភាពនេះក៏មិនត្រូវបានគេផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានដឹងនោះដែរពលរដ្ឋម្នាក់រស់នៅឃុំបារាំងធ្លាក់ស្រុកភ្នំព្រឹកបានអះអាងប្រាប់ទូរទស្សន៍អាស៊ីសេរីក្នុងលក្ខខណ្ឌសមមិនបញ្ចេញឈ្មោះថារហូតមកទល់ពេលនេះយោធាថៃបានពង្រាយកម្លាំងប្រដាប់អាវុធនៅទីតាំងអូរធម្មជាតិដែលជាខ្សែបន្ទាត់បណ្ដោះអាសន្នក្នុងស្រុកភ្នំព្រឹកនិងធ្វើសកម្មភាពឈូសឆាយនៅតាមអូរធម្មជាតិដែលកម្ពុជានិងថៃកំណត់យកធ្វើជាខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្នទោះជាយ៉ាងណាពលរដ្ឋរូបនេះបញ្ជាក់ថាអ្នកស្រុកភ្នំព្រឹកបានត្រឹមតែលួចមើលសកម្មភាពរបស់យោធាថៃពីចម្ងាយប៉ុណ្ណោះដោយពួកគាត់មិនហ៊ានផ្សព្វផ្សាយព័ត៌មានទាំងនេះជាសាធារណៈនោះឡើយដោយសារមានការហាមឃាត់ពីសំណាក់អាជ្ញាធរនិងម្យ៉ាងទៀតដោយសាររដ្ឋាភិបាលបានចាប់ខ្លួនប្រជាពលរដ្ឋជាច្រើនអ្នកដែលបញ្ចេញមតិរឿងព្រំដែនតំបន់ដែលយោធាថៃបានដាក់ពង្រាយកម្លាំងដើរល្បាតនិងរាយបន្លាលួសនេះស្ថិតនៅតាមបណ្ដោយអូរធម្មជាតិដែលមានទីតាំងស្ថិតនៅក្នុងឃុំបារាំងធ្លាក់និងតំបន់ភ្នំ53ភូមិគគីស្ថិតក្នុងឃុំភ្នំព្រឹកស្រុកភ្នំព្រឹករហូតដល់តំបន់មួយចំនួនក្នុងស្រុកសំពៅលួនខេត្តបាត់ដំបងកាលពីថ្ងៃទី30ខែមេសាមេទ័ពយុទ្ធភូមិភាគទី1របស់ថៃលោកបេនជផុនដេឆាធីវងណអយុធយាបានប្រកាសបញ្ជូនកងកម្លាំងឲ្យចុះទៅល្បាតនិងត្រួតពិនិត្យនៅតំបន់ព្រំដែនខ្លងណាំស្រីស្រុកខ្លងហាតខេត្តស្រះកែវដែលមានព្រំប្រទល់ជាប់ស្រុកភ្នំព្រឹកនិងស្រុកសំពៅលួនខេត្តបាត់ដំបងដោយលោកចោទថាកម្ពុជាបានចាក់ដីលុបអូរធម្មជាតិដែលជាខ្សែបន្ទាត់ព្រំដែនរំលោភចូលក្នុងទឹកដីថៃមេទ័ពថៃប្រចាំទិសបូព៌ារំនេះចាត់ទុកទីតាំងមួយចំនួនក្នុងតំបន់ព្រំដែនស្រុកភ្នំព្រឹកថាជាទឹកដីរបស់ថៃនិងប្រកាសកាត់ជ្រៀលយកតំបន់នោះមកវិញទោះជាមានការរារាំងនិងជំទាស់ពីភាគីកម្ពុជាក៏ដោយទូរទស្សន៍អាស៊ីសេរីមិនអាចតាក់ទងអភិបាលស្រុកភ្នំព្រឹកលោកសុងសុភ័ក្រនិងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកភ្នំព្រឹកលោកមួនលន់ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេនៅថ្ងៃទី4ខែឧសភាក្រៅពីតំបន់ព្រំដែនខេត្តបាត់ដំបងនៅព្រំដែនភូមិបតាំងស៊ូក្នុងសង្កាត់បយ៉ាខាក្រុងប៉ៃលិនដែលជាប់នឹងស្រុកពងណាំរ៉នខេត្តចន្ទបុរីរបស់ថៃឯណោះវិញក៏ត្រូវបានយោធាថៃធ្វើសកម្មភាពឈ្លានពានដោយសាងសង់ដងទង់ជាតិនិងឈូសឆាយផងដែរប៉ុន្តែអភិបាលខេត្តប៉ៃលិនអ្នកស្រីបានស្រីមុំបានចេញមកទាត់ចោលករណីនេះដោយគ្មានការចោះទៅអង្កេតនិងផ្ដាល់អំណះអំណាងយកមកបញ្ជាក់នោះឡើយជុំវិញរឿងនេះប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែននិងអន្តរប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជា$23លោកអ៊ុំសំអានយល់ឃើញថាភាពស្ងៀមស្ងាត់របស់រដ្ឋាភិបាលនឹងធ្វើឲ្យកម្ពុជាបន្តបាត់ទឹកដីទៅកាន់ភាគីថៃដោយមិនចាំបាច់ធ្វើសង្គ្រាមនោះឡើយលោកបន្តថាមូលហេតុដែលកម្ពុជាបន្តស្ងៀមស្ងាត់បែបនេះគឺដោយសារតែមេដឹកនាំកម្ពុជានិងគ្រួសារត្រកូលហ៊ុនបានបាក់ស្បាតនឹងសង្គ្រាមដោយពួកគេត្រូវតែបង្ខំបិទមាត់ដើម្បីរក្សាតុល្យភាពអំណាចដែលកំពុងទទួលរងការគំរាមកំហែងពីសង្គ្រាមបង្កឡើងដោយក្រុមយោធាថៃខាងរដ្ឋាភិបាលលោកហ៊ុនម៉ាណែតអ្នកគ្រប់គ្រងលោកហ៊ុនម៉ាណែតគឺចេះមកវាយភាពកាយដើម្បីឲ្យប្រជាពលរដ្ឋនោះទៅចាប់អារម្មណ៍រឿងផ្សេងទៅលេងចាប់អារម្មណ៍រឿងទឹកដីព្រោះបើចាប់អារម្មណ៍ទឹកដីទៅឃើញថាយកដីខ្មែរយើងស្រេចចឹងប្រជាពលរដ្ឋជឿចាប់អាចខឹងទម្លាក់ទៅហ៊ុនពីអំណាចហើយទៅបារម្ភរឿងទុរេនឬអីហ្នឹងរឿងបាត់បង់ទឹកដីនេះបើសំខាន់ជាទុរេននាំចូល
គេកត់សម្គាល់ឃើញថានៅពេលយោធាថៃធ្វើសកម្មភាពឈ្លានពានក្នុងទឹកដីកម្ពុជាដូចជារាយបន្លាលួសជីកប្រឡាយនិងតម្រៀបទូកុងតនរដ្ឋាភិបាលកម្ពុជាមិនបានប្រើប្រាស់សិទ្ធិការពារខ្លួនភ្លាមៗដែលស្របតាមច្បាប់អន្តរជាតិនោះឡើយដោយមេដឹកនាំកម្ពុជាបានប្រកាសថាកំពុងអនុវត្តយុទ្ធសាស្ត្រស្ងាត់តែមិនស្ងៀមរហូតដល់តែយោធាថៃធ្វើសកម្មភាពទាំងនេះរួចទើបរដ្ឋាភិបាលកម្ពុជាចេញលិខិតតវ៉ាតាមក្រោយមន្ត្រីគណៈបកប្រឆាំងលើកឡើងថានៅក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយប្រទេសថៃមេដឹកនាំកម្ពុជាបានយករឿងនេះមកលេឡំជាមួយបញ្ហាផលប្រយោជន៍និងស្ថិរភាពអំណាចរបស់គ្រួសារត្រកូលហ៊ុនដែលកត្តានេះបានធ្វើឲ្យកម្ពុជាតែងតែចាញ់ប្រៀបភាគីថៃទោះបីកម្ពុជាជាភាគីរងគ្រោះក៏ដោយខ្ញុំបាទហុំចម្រើនទូរទស្សន៍អាស៊ីសេរីពីរដ្ឋធានី Washingtonចាលោកនាងកញ្ញាជាទីមេត្រីលោកអ្នកកំពុងតែតាមដានការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីចាព័ត៌មានដាច់ដោយឡែកមួយទៀតចាតកតងទៅនឹងពិធីដែលជាបរិយាពិធីច្រត់ព្រះនង្គ័លនៅក្នុងឆ្នាំនេះចាកម្ពុជាក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃក្រមគ្រួសារត្រកូលហ៊ុនបានប្រកាសថាមិនប្រារព្ធពិធីបុណ្យរបស់ជាតិដ៏សំខាន់មួយគឺបរិយាពិធីបុណ្យច្រត់ព្រះនង្គ័លនៅឆ្នាំនេះទេមូលហេតុនៃការដែលមិនប្រារព្ធបរិយាពិធីបុណ្យជាតិមួយនេះក៏ដោយសារតែព្រះមហាក្សត្រទ្រង់ប្រជញ្ញកំពុងសម្រាប់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យនៅទីក្រុងប៉េកាំងនៃប្រទេសចិននេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន Fresh News ដែលជាប្រព័ន្ធឃោសនាគាំទ្រនិងស្និទ្ធនឹងរដ្ឋាភិបាលទោះយ៉ាងណាគេមិនឃើញរដ្ឋាភិបាលចេញសេចក្តីប្រកាសផ្លូវការចំពោះការផ្អាកការប្រារព្ធពិធីបុណ្យនៅឆ្នាំនេះឡើយព្រឹត្តិពិធីបុណ្យច្រត់ព្រះនង្គ័លគឺជាពិធីបុណ្យដែលពាក់ព័ន្ធនឹងអត្តសញ្ញាណជាតិដ៏សំខាន់មួយដែលបង្ហាញពីជំនឿនិងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរពាក់ព័ន្ធនឹងវិស័យកសិកម្មនិងសុភមង្គលជាតិពិធីនេះត្រូវបានគេប្រារព្ធធ្វើឡើងជារៀងរាល់ដើមរដូវវស្សាតាំងពីសម័យបុរាណមកដើម្បីបួងសួងឲ្យមានភ្លៀងធ្លាក់ច្រើនសម្រាប់ការដាំដុះដំណាំរបស់កសិករនិងទូទាយពីទិន្នផលកសិកម្មនៅរដូវខាងមុខតកតងនឹងកសិកម្មនេះប្រជាកសិករខ្លះនាំគ្នាប្រសិនប្រជាកសិករធានាឆ្នាំខ្លះក៏អាចទទួលបានទិន្នផលខ្ពស់ប៉ុន្តែពួកគាត់នៅតែប្រឈមនឹងបញ្ហាគ្មានទីផ្សារនិងមិនអាចលក់ដូរបាននៅក្នុងតម្លៃសមរម្យដោយសារតែរដ្ឋាភិបាលដែលដឹកនាំដោយគ្រួសារត្រកូលហ៊ុនមិនអាចធានាពីចំណូលប្រជាកសិករឲ្យមានស្ថិរភាពនិងមិនអើពើជួយរកទីផ្សារជូនពួកគាត់ឲ្យបានត្រឹមត្រូវនៅក្នុងពេលរដ្ឋាភិបាលផ្អាកប្រារព្ធពិធីបុណ្យច្រត់ព្រះនង្គ័លក៏មានមតិរិះគន់ដែរថាកូនប្រុសពៅរបស់លោកហ៊ុនសែនគឺលោកហ៊ុនម៉ាណីបែរជាអាចរៀបចំកម្មវិធីនិងព្រឹត្តិការណ៍កម្សាន្តធំៗតាមតែអំពើចិត្តដោយគេមើលឃើញថាដើម្បីទៅលើកមុខមាត់របស់លោកហ៊ុនម៉ាណីផ្ទាល់ផងនិងពេលខ្លះដើម្បីបង្វែរស្ថានភាពដែលយោធាថៃកំពុងបន្តឈ្លានពានកម្ពុជានិងការលំបាករបស់ពលរដ្ឋខ្មែរដែលជាជនភៀសសឹកដែលកំពុងរស់នៅដោយបាត់បង់ផ្ទះសម្បែងនិងដីធ្លីផងនោះចលនានាងកញ្ញាជាទីមេត្រីយើងងាកទៅព័ត៌មានតកតងនឹងក្រតកម្មឆបោកតាមអនឡាញវិញម្ដងចាអ្នកច្បាប់និងអ្នកវិភាគជំរុញឲ្យរដ្ឋសភានិងព្រឹទ្ធសភាក៏ហៅសមាជិកមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងក្រតកម្មឆបោកតាមអនឡាញមកសាកសួរគឺសួរដេញដោលជាសាធារណៈដើម្បីបង្ហាញពលរដ្ឋនិងសហគមន៍អន្តរជាតិឲ្យបានច្បាស់ពីភាពស្អាតស្អំនិងបង្ហាញពីការបដិញ្ញាចិត្តរបស់កម្ពុជាក្នុងការបោសសម្អាតអក្រកម្មឆបោកតាមអនឡាញនេះឲ្យបានពិតប្រាកដទន្ទឹមគ្នានេះពួកគាត់ក៏ជំរុញឲ្យជនដែលរងទណ្ឌកម្មពីអាមេរិកត្រូវតែហាក់ក្លាហានហ៊ានប្តឹងអាមេរិកប្រសិនបើខ្លួនស្អាតស្អំមែននោះចាលូទីនសការីយ៉ាមានសេចក្តីរាយការណ៍អំពីរឿងនេះអ្នកជំនួញដ៏មានឥទ្ធិពលនិងជាសមាជិកព្រឹទ្ធសភាមកពីកូតាគណៈបកកណ្ដាលអំណាចចំនួន2នាក់ហើយត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងអក្រកម្មឆបោកតាមអនឡាញនិងការជួញដូរមនុស្សលំដាប់អន្តរជាតិក៏ប៉ុន្តែមកទល់ពេលនេះគេនៅពុំទាន់ឃើញសភាឬព្រឹទ្ធសភាក៏ហៅសមាជិកណាម្នាក់មកសួរដេញដោលជាសាធារណៈនៅឡើយក្រៅតែពីចេញលិខិតបដិសេធនិងដើរនិយាយលៀងសម្អាតខ្លួនតាមរយៈប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅក្នុងស្រុកមេធាវីនិងជាអ្នកច្បាប់បណ្ឌិតសឿនចំជួនប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី5ឧសភាថាជារឿងធម្មតាប្រទេសដែលអនុវត្តនីតិរដ្ឋប្រសិនបើមានមន្ត្រីជាន់ខ្ពស់ដូចជាសមាជិកសភាឬព្រឹទ្ធសភាណាម្នាក់ត្រូវបានសង្ស័យឬរងទណ្ឌកម្មពាក់ព័ន្ធនឹងបទអក្រិតគឺសភាឬព្រឹទ្ធសភានៃប្រទេសនោះនឹងក៏ហៅសមាជិកដើម្បីសាកសួរដេញដោលជាសាធារណៈលោកថាការធ្វើបែបនេះ
និងផ្ដល់ជាគំរូនៅក្នុងសង្គមផងនិងបោះសម្អាតមន្ត្រីទុកចរិតផងដើម្បីកុំឲ្យឆ្លៀតឱកាសប្រើអំណាចប្រព្រឹត្តបទល្មើសតាមតែអំពើចិត្តដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិនិងស្ថាប័នរដ្ឋកម្ពុជាគួរតែមានការកោះហៅទៅលើមន្ត្រីទាំងអស់នោះឬក៏ជាសមាជិកព្រឹទ្ធសភាក្តីសមាជិករដ្ឋសភាក្តីដែលត្រូវបានគេមើលឃើញថាសង្ស័យពាក់ព័ន្ធទៅនឹងបទល្មើសឆាប់បោកតាមប្រព័ន្ធអនឡាញជាដើមហ្នឹងដើម្បីពិភាក្សាដេញដោលសួរបង្ហាញឲ្យច្បាស់ឃើញថាបុគ្គលនោះបានប្រព្រឹត្តឬក៏មិនបានប្រព្រឹត្តដើម្បីបង្ហាញពីភាពស្អាតស្អំរបស់គាត់ណាជាពិសេសវាពាក់ព័ន្ធទៅនឹងកិត្តិយសសេចក្តីថ្លៃថ្នូរប្រទេសកម្ពុជាផងការលើកឡើងបែបនេះក្រោយពីសមាជិកព្រឹទ្ធសភាកម្ពុជាចំនួន2រូបត្រូវបានអាមេរិកដាក់ទណ្ឌកម្មនិងចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងអក្រិតកម្មឆបោកតាមអនឡាញការលាងលុយកខ្វក់និងការជួញដូរមនុស្សដែលខុសច្បាប់ក្នុងនោះរួមមានប្រធានសមាគមអង្គការកម្ពុជានិងជាសមាជិកព្រឹទ្ធសភាលោកលីយ៉ុងផាត់ដែលត្រូវបានអាមេរិកដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិនិងរារាំងមិនឲ្យប្រតិបត្តិការហិរញ្ញវត្ថុជាអន្តរជាតិកាលពីថ្ងៃទី12ខែកញ្ញាឆ្នាំ2024រីឯមនុស្សចំណិតរបស់ប្រធានព្រឹទ្ធសភាលោកហ៊ុនសែននិងជាសមាជិកព្រឹទ្ធសភាគឺលោកអង្គញាកុកអាននិងបណ្ដាញពាក់ព័ន្ធសរុបចំនួន28នាក់កាលពីថ្ងៃទី23ខែមេសាក៏ត្រូវបានក្រសួងហិរញ្ញវត្ថុអាមេរិកប្រកាសដាក់ទណ្ឌកម្មជុំវិញអក្រិតកម្មឆបោកតាមអនឡាញដែរបើទោះបីជាអាមេរិកបានបង្ហាញពីភស្តុតាងនិងទីតាំងអគារឆបោកជាច្រើនរបស់លោកកុកអានយ៉ាងណាក្តីស្ថាប័នសភាឬព្រឹទ្ធសភាកម្ពុជាពុំបានអើពើនិងកោះហៅសមាជិករបស់ខ្លួនមកសួរនាំឬស៊ើបអង្កេតនោះឡើយឆ្លើយតបជំវិញនឹងរឿងនេះអ្នកនាំពាក្យព្រឹទ្ធសភាលោកជាធរិតបានប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី4ខែឧសភាថាការកោះហៅសមាជិកព្រឹទ្ធសភាណាម្នាក់មកសាកសួរទាល់តែបុគ្គលនោះបានប្រព្រឹត្តខុសទៅនឹងគោលការណ៍បកនិងច្បាប់របស់កម្ពុជាខ្ញុំសូមបញ្ជាក់ថាគណៈបកប្រជាជនកម្ពុជាមានលក្ខន្តិកៈបកមានគោលការណ៍របស់គណៈបករាល់សមាជិករាល់មន្ត្រីរបស់គណៈបកទាំងអស់ត្រូវគោរពនៅលក្ខន្តិកៈបកនិងគោរពដ៏ធំបំផុតនោះគឺច្បាប់របស់កម្ពុជាម្ល៉េះហើយបើមន្ត្រីរបស់គណៈបកមិនបានប្រព្រឹត្តទង្វើដែលខុសច្បាប់ឬលក្ខន្តិកៈបកទេគឺมันមានភាពណាមួយចាំបាច់នៅក្នុងការសាកសួរពួកគាត់ឡើយហើយការចោទប្រកាន់របស់អាមេរិកបែបណានោះមានតែអាមេរិកទេដែលអាចឆ្លើយរឿងនេះសូមទៅសួរអាមេរិកការអះអាងរបស់លោកជាធរិតបែបនេះលោកហាក់ចង់សម្ដៅថាទាំងលោកកុកអាននិងលោកលីយ៉ុងផាត់ពុំបានប្រព្រឹត្តកំហុសដោយការចោទប្រកាន់របស់អាមេរិកនោះទេមកទល់ពេលនេះទាំងលោកលីយ៉ុងផាត់និងលោកកុកអាននៅតែមានសេរីភាពដើរហើរដោយសេរីដោយគ្មានស្ថាប័នពាក់ព័ន្ធណាហ៊ានចាត់វិធានការផ្លូវច្បាប់នោះឡើយហើយអ្នកទាំងពីរកំពុងតែក្តោបក្តាប់ចំនួនជាច្រើនរួមនឹងអំណាចនយោបាយនៅក្នុងនាមជាសមាជិកព្រឹទ្ធសភាការមិនចាត់វិធានការមកលើអ្នកចំនួនទាំងពីរនាក់នេះត្រូវបាននាយវិភាគនិងបរិវត្តរិះគន់ថាគឺជារឿងដ៏អាម៉ាស់និងគ្រោះថ្នាក់បំផុតសម្រាប់ជាតិពីព្រោះវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យវិនិយោគពីក្រៅប្រទេសនិងវិស័យទេសចរក្រោយពីមន្ត្រីទុច្ចរិតទាំងនេះបានយកកេរ្តិ៍ឈ្មោះរបស់កម្ពុជាទៅជន់ឈ្លីតាមរយៈការប្រព្រឹត្តបទល្មើសឆបោកនិងការជួញដូរមនុស្សលំដាប់អន្តរជាតិជំវិញនឹងរឿងនេះអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយនិងកិច្ចការអន្តរជាតិលោកអែមសវណ្ណរាយល់ឃើញថាប្រសិនបើគ្មានការកោះហៅពីសភាឬព្រឹទ្ធសភាដើម្បីសាកសួរពីបុគ្គលដែលរងការដាក់ទណ្ឌកម្មពីអាមេរិកនោះដូចជាលោកកុកអាននិងលោកលីយ៉ុងផាត់ពួកគេគួរតែក្លាហានប្តឹងអាមេរិកវិញដើម្បីតតាំងក្តីនិងដើម្បីលាងសម្អាតកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅលើឆាកអន្តរជាតិប្រសិនបើមន្ត្រីជាន់ខ្ពស់ទាំងពីរនាក់ពិតជាស្អាតស្អំមែននោះលោកថាការនៅស្ងៀមស្ងាត់ពុំមែនជាដំណោះស្រាយល្អនោះទេផ្ទុយទៅវិញកម្ពុជានឹងត្រូវបានសហគមន៍អន្តរជាតិបន្តរិះគន់បន្ថែមទៀតទន្ទឹមនឹងគ្នានេះលោកអែមសវណ្ណរាក៏ជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយត្រូវតែបើកការស៊ើបអង្កេតមកលើមន្ត្រីដែលរងទណ្ឌកម្មនិងជាប់សង្ស័យទាំងនោះប្រកបដោយឯកក្រិចនិងតម្លាភាពដើម្បីជៀសវាងរងការរិះគន់កាន់តែខ្លាំងពីសាធារណជននិងសហគមន៍អន្តរជាតិជាទូទៅកាលណាបើមានការដាក់បន្ទុកឬការចោទប្រកាន់ពីបរទេសរួមមានសហរដ្ឋអាមេរិកចឹងដាក់មកចឹងហើយកម្ពុជាអត់មានសោយតបជាខូចមុខទាំងអស់គ្នាទាំងបុគ្គលខូចមុខមាត់ទាំងបាននីតិបញ្ញត្តិនេះហើយក៏ខូចមុខមាត់ចំពោះប្រទេសកម្ពុជាពលរដ្ឋកម្ពុជាទាំងមូលដែរព្រោះវាមានឈ្មោះកម្ពុជាអញ្ចឹងកន្លែងហ្នឹងពលរដ្ឋកម្ពុជាក៏តែទាំងលោកមិនហ៊ានមានមតិទស្សនៈអីទេតែការគិតនោះគឺប្រសិនជាអត់មានប្រតិកម្មតពីអាជ្ញាធរមានសមត្ថកិច្ចអ្នកខ្លំមើលលើកឡើងថាជាង40ឆ្នាំមកហើយដែលគណៈបកកាន់អំណាច
បានក្តាប់ក្តាប់អំណាចពេញដៃតាមរបៀបការបំបាក់គូប្រជែងនយោបាយតាមបែបផ្ដាច់ការនិងគៀបសង្កត់ប្រជាពលរដ្ឋដូច្នេះហើយគេកម្រឃើញសភានិងព្រឹទ្ធសភាក៏ហៅសមាជិករបស់ខ្លួនដែលមកពីគណៈបកប្រជាជនកម្ពុជាដើម្បីសាកសួរដែនដោលក្នុងគោលដៅដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋនិងជាតិណាស់បើទោះបីជាច្រើនទសវត្សរ៍មកនេះមន្ត្រីជាន់ខ្ពស់ទាំងនោះបានបង្កបញ្ហាអយុត្តិធម៌សង្គមជាច្រើនដូចជាការប្លន់យកដីធ្លីពលរដ្ឋការចោលបោកលុយនិងការកឹបកេងថវិកាជាតិដើម្បីប្រយោជន៍គ្រួសារនិងបកពួករបស់ខ្លួនជាច្រើនក្តីទន្ទឹមនឹងគ្នានោះគេក៏សង្កេតឃើញដែរថាទូនាទីនិងអំណាចរបស់មន្ត្រីនៅក្នុងជួរគណៈបកកាន់អំណាចចាប់តាំងពីមន្ត្រីមូលដ្ឋានរហូតដល់មន្ត្រីជាន់ខ្ពស់ពួកគេហាក់យកទូនាទីនិងតំណែងជាមន្ត្រីរាជការដើម្បីឆ្លៀតឱកាសរកចំណូលឬប្រព្រឹត្តអំពើពុករលួយរហូតបានក្លាយជាវប្បធម៌មួយដែលគេតែងតែហៅថាឯងជួយអញអញជួយឯងខ្ញុំម៉ាទីនសាការីយ៉ាអស៊ីសេរីប្រធានីវ៉ាស៊ីនតោនចាលោកនាងជាទីមេត្រីចានៅពេលដែលយើងបានឮការលើកឡើងរបស់អ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាហើយនឹងការលើកឡើងពីសំណាក់អ្នកដែលរងទណ្ឌកម្មពីអាមេរិកចាគឺបង្ហាញថាដូចជាអត់មានរឿងអីកើតឡើងសោះមានន័យថាអ្វីដែលអាមេរិកដាក់ទណ្ឌកម្មនេះគឺมันមានផលប៉ះពាល់អ្វីទៅលើពួកគេទេហើយពួកគេថែមទាំងជំរុញឲ្យអ្នកសារព័ត៌មានជំរុញឲ្យអ្នកដែលគិតថាការដាក់ទណ្ឌកម្មរបស់អាមេរិកនេះជាការពិតឲ្យទៅសួរអាមេរិកទៅវិញប៉ុន្តែទោះជាយ៉ាងណាក៏ដោយចំពោះអ្នកដែលឃ្លាំមើលចំពោះអ្នកតាមដានស្ថានភាពនយោបាយសង្គមកម្ពុជាគឺបញ្ជាក់ថារឿងនេះមិនមែនដោយតែអ្វីដែលពួកគេលើកឡើងហាក់ដូចជាគ្មានរឿងអ្វីកើតឡើងនេះទេគឺកម្ពុជាប្រឈមមុខនឹងរឿងរ៉ាវជាច្រើនទៀតនៅពេលនេះនិងនៅពេលអនាគតគឺមុខមាត់កម្ពុជាលើឆាកអន្តរជាតិត្រូវបំផ្លាញហើយទណ្ឌកម្មនឹងធ្លាក់មកជាបន្តបន្ទាប់លើកម្ពុជាហើយអ្នកដែលរងគ្រោះមែនទែនហើយលំបាកវេទនាគឺនៅតែជាពលរដ្ឋសាមញ្ញទូទៅនឹងឯងចាលោកនាងជាទីមេត្រីចាតកតងទៅនឹងផលប៉ះពាល់ពីការដឹកនាំនេះចាគឺក្រោមការដឹកនាំរបស់គ្រួសារត្រកូលហ៊ុនអស់រយៈពេលជិត40ឆ្នាំមកនេះជីវិតពលរដ្ឋខ្មែរមិនថាអ្នកមានឬអ្នកក្របានរងផលប៉ះពាល់ស្ទើរតែគ្រប់គ្នាខ្លះជាជនរងគ្រោះដោយផ្ទាល់ខ្លះទៀតដោយប្រយោលហើយជនរងគ្រោះដោយផ្ទាល់គឺយើងអាចមើលឃើញច្បាស់ជារៀងរាល់ថ្ងៃក្នុងនោះមានដូចជាអ្នកបាត់បង់ដីធ្លីដោយសារតែគម្រោងវិនិយោគដែលមានអ្នកកាន់អំណាចជាខ្នងបងឯងអ្នកខ្ចីលុយទិញផ្ទះបងរំលោះហើយតែគ្មានផ្ទះនៅដោយករណីអ្នកទិញផ្ទះនៅបូរីមួយចំនួនរួមទាំងបូរីរបស់លោកលេងនវត្រានិងអ្នកស្រីលេងចន្ទនាជាដើមអ្នកដាក់ទុនរកស៊ីរួមគ្នាដូចជាករណី CIC ក៏ត្រូវបានគេបោកប្រាស់ថ្មីនេះអ្នកដែលដាក់ប្រាក់សន្សំនៅក្នុងធនាគារ Hui Won Pay របស់លោកហ៊ុនតូក៏ត្រូវបានគេបង្កក់ប្រាក់ខណៈដែលម្ចាស់ប្រាក់វិញត្រូវប្រឈមមុខនឹងការចាប់ខ្លួនឬប្រឈមមុខនឹងជាប់ពន្ធនាគារថែមទៀតផងលោកបណ្ឌិតកែមលីធ្លាប់មានប្រសាសន៍ថាបើអ្នកមិនធ្វើអ្វីទាល់តែសោះក៏គង់តែរងគ្រោះដែរគ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះជាក់ស្ដែងនៅកម្ពុជាសូម្បីតែអ្នកដែលមិនទាន់រងគ្រោះដោយផ្ទាល់ក៏កំពុងរងផលប៉ះពាល់ដែរកសិករមួយចំនួនបាត់បង់ដីស្រែចម្ការបង្ខំចិត្តចាកចេញទៅក្រៅប្រទេសយុវជនជាច្រើនដែលមានសមត្ថភាពប៉ុន្តែបាត់បង់ឱកាសការងារដោយសារតែអំពើពុករលួយនិងការរើសអើងអ្នករកស៊ីតូចត្រូវបង់លុយក្រោមតុដើម្បីបន្តអាជីវកម្មបានតទៅទៀតសម្រាប់អ្នកដែលមិនទាន់ជួបបញ្ហាដោយផ្ទាល់ក៏មិនមែនមានន័យថាពួកគេមានសុវត្ថិភាពឡើយគឺពួកគេកំពុងរស់នៅក្នុងភាពមិនប្រកបប្រជានិងភ័យខ្លាចថាថ្ងៃណាមួយអាចនឹងក្លាយទៅជាជនរងគ្រោះដោយអ្នកដទៃនោះផងដែរអ្វីដែលធ្វើឲ្យមនុស្សជាច្រើនឈឺចាប់បន្ថែមទៀតនោះគឺជនរងគ្រោះមិនត្រឹមតែមិនទទួលបានយុត្តិធម៌ទេប៉ុន្តែពេលខ្លះត្រូវរងទណ្ឌកម្មវិញខណៈដែលអ្នកមានអំណាចឬអ្នកដែលប្រព្រឹត្តបទល្មើសនៅរស់នៅដោយសេរីនៅក្រៅច្បាប់អ្នកធ្លាប់មើលសង្គមមួយចំនួនលើកឡើងថាបញ្ហានេះមិនមែនកើតឡើងដោយចៃដន្យទេប៉ុន្តែជាបញ្ហាដែលបង្កដោយរចនាសម្ព័ន្ធដែលបណ្ដាលមកពីការដឹកនាំខ្វះសីលធម៌និងការទទួលខុសត្រូវធ្វើឲ្យប្រព័ន្ធយុត្តិធម៌ខ្សោយនិងបើកផ្លូវឲ្យមានការរំលោភបំពានកើនឡើងជាបន្តបន្ទាប់តើពលរដ្ឋកម្ពុជាគួរធ្វើដូចម្តេចដើម្បីការពារខ្លួនមិនឲ្យក្លាយជាជនរងគ្រោះបន្តទៀត
ចាសសូមអញ្ជើញលោកអ្នកនាងរងចាំទស្សនានីតិវេទិកាទូរទស្សន៍អាស៊ីសេរីចាសនៅយប់ថ្ងៃអង្គារទី5ខែឧសភាស្អែកនេះដែលនឹងជជែកអំពីរឿងនេះកុំបីខានចាសកម្មវិធីវេទិកាទូរទស្សន៍អាស៊ីសេរីនៅយប់ស្អែកនេះគឺមានលោកជួនច័ន្ទបុត្រជាអ្នកសម្របសម្រួលចាសលោកអ្នកនាងអាចសួរសំណួរឬបញ្ចេញមតិយោបល់នៅក្នុងកម្មវិធីផ្សាយដោយផ្ទាល់ដោយគ្រាន់តែដាក់លេខទូរស័ព្ទនៅក្នុងខ្ទង់ comment នៅក្នុងពេលដែលកំពុងផ្សាយនៅលើបណ្ដាញសង្គម Facebook និង YouTube របស់ទូរទស្សន៍អាស៊ីសេរីចាស់ក្រុមការងាររបស់យើងនឹងស្រង់លេខទូរស័ព្ទទាំងនោះហើយហៅទៅលោកអ្នកនាងវិញចាស់លោកអ្នកនាងក៏អាចបញ្ចេញមតិដោយផ្ទាល់ចាស់នៅក្នុងខ្ទង់ comment ហើយលោកជួនច័ន្ទបុត្រនឹងអានជូននៅ comment ទាំងនោះចាស់នៅក្នុងពេលផ្សាយផ្ទាល់តែម្ដងចាស់សូមអរគុណចលនាជាទីមេត្រីតំណាងយុវជនចលនាមេដាធម្មជាតិនឹងនាំយករឿងរ៉ាវនៃការតស៊ូរបស់យុវជនចលនាមេដាធម្មជាតិចាត់ជាពិសេសគឺយុវជន5នាក់ដែលកំពុងតែជាប់ឃុំនៅក្នុងពន្ធនាគារទៅដាក់បង្ហាញនៅក្នុងវេទិកាសាធារណៈចំនួន2ដែលជាប្រភេទការតស៊ូមតិនៅក្នុងប្រទេសកាណាដានៅចុងសប្តាហ៍ខាងមុខនេះក្នុងនោះរួមមានការជជែកពិភាក្សាជាមួយនឹងសហគមន៍ខ្មែរនៅក្នុងប្រទេសកាណាដានិងមហាសន្និបាតនៃអង្គការលើកលែងទោសអន្តរជាតិ Amnesty International ប្រចាំនៅក្នុងប្រទេសកាណាដាចាក្រៅពីបង្ហាញនៅគំរូភាពនៃការតស៊ូរបស់យុវជនចលនាមេដាធម្មជាតិនេះហើយតំណាងយុវជនចលនាមេដាធម្មជាតិចាអ្នកស្រីសុនរដ្ឋារួមនឹងតំណាងមកពីអង្គការលើកលែងទោសអន្តរជាតិចានឹងទទួលយកសម្បត្តិដែលសរសេរដោយអ្នកគាំទ្រនៅក្នុងយុទ្ធនាការសរសេរដើម្បីសិទ្ធិក្នុងការទាមទារឲ្យដោះលែងមិត្តទាំង5នាក់ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារដោយអយុត្តិធម៌ចានៅពេលនេះចានេះខ្ញុំមានសម្ភារផ្ទាល់មួយជាមួយនឹងអ្នកសុនរដ្ឋាចាអំពីរឿងនេះចាជំរាបសួររដ្ឋាពីចម្ងាយចាជំរាបសួរបងពីចម្ងាយដូចគ្នាបងចារដ្ឋាតាកម្មវិធីនៅចុងសប្តាហ៍នេះចាគឺនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យហ្នឹងតើមានកម្មវិធីអ្វីខ្លះចាជួយជម្រាបជូនលោកអ្នកនាងដែលកំពុងតែតាមដានទស្សនាទូរទស្សន៍អាស៊ីសេរីផងចាជំរាបសួរបងម្ដងទៀតនិងថ្វាយបង្គំកូនម្ចាស់ក៏ដូចជាពុកម៉ែជំរាបសួរពុកម៉ែបងប្អូនពីចម្ងាយដែលកំពុងតែទស្សនាការផ្សាយផ្ទាល់របស់ Visual អាស៊ីសេរីទូរទស្សន៍អាស៊ីសេរីនៅពេលនេះសម្រាប់កម្មវិធីនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យខាងមុខនេះសម្រាប់ថ្ងៃសៅរ៍គឺយើងមានកម្មវិធីរបស់មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការ Amnesty International ប្រចាំប្រទេសកាណាដានៅក្នុងនឹងដែរក៏មានការជជែកវិភាសាមានម្ចាស់ពានរង្វាន់ Nobel Prize គាត់មកចូលរួមដូចគ្នាដែរហើយយើងនឹងជជែកពីតាក់ទងជាមួយនឹងសកម្មជនអ្នកដែលធ្វើការទៅលើរឿងសិទ្ធិមនុស្សអ្នកដែលធ្វើការទៅលើរឿងធនធានធម្មជាតិហ្នឹងយើងនឹងទៅជែកគ្នាមានការពិភាក្សាហើយនៅក្នុងហ្នឹងក៏មានការបកគោលសវត្តជាផ្លូវការដែលយើងទទួលបានពីអ្នកគាំទ្រក៏ដូចជាបណ្ដាញរបស់អង្គការ Amnesty ជុំវិញពិភពលោកជាផ្លូវការមកកាន់ចលនាមេដាធម្មជាតិព្រោះដោយសារតែសវត្តទាំងអស់ហ្នឹងយើងដាក់ទីតាំងនៅ office នៅក្នុងទីក្រុង Montreal ដើម្បីងាយស្រួលនៅក្នុងការបកគោលជូនទៅការនាងខ្ញុំផ្ទាល់ដើម្បីយកទុកសម្រាប់សកម្មជនឬក៏បងប្អូនមិត្តយើងទាំង5នាក់ដែលកំពុងទៅជាប់ពន្ធនាគារហើយក៏ចង់ប្រាប់បងប្អូនខ្លះៗដែរកុំភ្លេចចូលរួមតាមដានថាតើយើងទទួលបានសវត្តប៉ុន្មានព្រោះជាក់ស្ដែងទៅយើងមានសវត្តទាំងអស់យើងទទួលបាន6ក៏ប្រអប់ធំមែនទែនអញ្ចឹងទៅយើងមានរូបភាពមានអីដែលផ្ញើមកក្នុងនឹងដែរយើងជឿជាក់ថាបើសិនជាអ្នកដែលគ្រប់គ្រងយើងរាប់ម៉ឺនអ្នកហ្នឹងដែលកំពុងតែសរសេរសវត្តមកឲ្យយើងឬក៏បានសរសេរសវត្តមកឲ្យយើងហើយហ្នឹងគេក៏បានសរសេរសវត្តទៅកាន់ហ៊ុនម៉ាណែតដូចគ្នាដែរនាយករដ្ឋមន្ត្រីលោកហ៊ុនម៉ាណែតដូចគ្នាដែរដើម្បីដាក់សម្ពាធឲ្យលោកដោះលែងសកម្មជនចលនាមេដាធម្មជាតិទាំង5ហើយខ្ញុំជឿថាលោកក៏កំពុងតែបានទទួលឬក៏ក្រុងនឹងបានទទួលព្រោះគេបានដាក់ផ្ញើទៅតាមស្ថានទូតនានាប្រចាំប្រទេសរបស់គេនៅក្នុងហ្នឹងសវត្តដែលច្រើនជាងគេគឺមកពីហូឡង់ជាមួយនឹងអាល្លឺម៉ង់ដែលពេលហ្នឹងខ្ញុំបានធ្វើកម្មវិធីអនឡាញជាមួយនិស្សិតក៏ដូចជាសិស្សសាលានៅទីហ្នឹងដែរនិយាយពីចលនាមេដាធម្មជាតិហើយខ្ញុំជឿជាក់ថាលោកហ៊ុនម៉ាណែតនឹងទទួលបានសវត្តហ្នឹងហើយក៏សង្ឃឹមថាលោកនឹងបានទទួលច្រើនហើយលោកក៏នឹងពិចារណានៅក្នុងការដោះលែងឡើងវិញពីព្រោះសវត្តទាំងអស់ហ្នឹងវាមិននៃគ្រាន់តែជាសវត្តនៃការលើកទឹកចិត្តឬក៏ទាមទារទេវាជាសវត្តដែលបង្ហាញថាពិភពលោកកំពុងតែមើលសកម្មភាពរបស់លោកនៅក្នុងការដឹកនាំប្រទេសក៏ដូចជានៅក្នុងការធ្វើទុកបុកម្នេញទៅលើសកម្មជនដែលធ្វើការទៅលើរឿងសង្គមអញ្ចឹង
មិនមានន័យថាសកម្មភាពដែលលោកចង់ធ្វើអីក៏អាចធ្វើបានទេគឺយើងកំពុងតែមើលហើយយើងក៏កំពុងតែនៅជាមួយគ្នាដើម្បីទាមទាររកយុត្តិធម៌ ចាដូច្នេះរដ្ឋាសម្បត្តិដែលសរសេរនៅក្នុងយុទ្ធនាការសរសេរដើម្បីសិទ្ធិហ្នឹងគឺមានពីរប្រភេទមួយជាលិខិតដែលសរសេរមកយុវជនចលនាមេដាធម្មជាតិដើម្បីលើកទឹកចិត្តដើម្បីជំរុញឲ្យមានការតស៊ូកម្លាំងចិត្តអីតទៅមុខទៀតហើយមួយទៀតហ្នឹងគឺជាលិខិតដែលដាក់ទៅតាមស្ថានទូតនានាចាស្ថានទូតណាក៏ដោយប្រទេសណាក៏ដោយឲ្យតែមានស្ថានទូតខ្មែរនៅក្នុងបណ្ដាប្រទេសហ្នឹងគឺលិខិតហ្នឹងផ្ញើទៅតាមស្ថានទូតហ្នឹងគឺសម្ដៅទៅដល់លោកហ៊ុនម៉ាណែតអញ្ចឹងហ៎ចា ចាបងចាអញ្ចឹងនៅក្នុងយុទ្ធនាការហ្នឹងនៅពេលដែលគេធ្វើកម្មវិធីហ្នឹងគឺគេមានសម្បត្តិ2ទៅសេទៅការមិត្តទាំង5របស់យើងទៅលើសារលើកទឹកចិត្តនិងទៅសេទៅកាន់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតដើម្បីទាមទារឲ្យមានការដោះលែងអញ្ចឹងមានន័យថាសម្បត្តិដែលបានមកសកម្មជនមេដាធម្មជាតិចំនួនប្រមាណលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនឹងទទួលបានក្នុងចំនួនដូចគ្នាដែរដើម្បីទាមទារឲ្យមានការដោះលែងអញ្ចឹងសម្បត្តិហ្នឹង20000ជាងសម្បត្តិដែរហើយប្រអប់ធំអញ្ចឹងទៅខ្ញុំជឿថាលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនឹងទទួលបានសម្បត្តិហ្នឹងដូចគ្នាដែលបញ្ជាក់ថាពួកយើងនៅជាមួយគ្នាមានមនុស្សជាច្រើនកំពុងតែទាមទារយុត្តិធម៌ជូនចលនាមេដាធម្មជាតិហើយតើលោកនឹងគិតថាសកម្មភាពរបស់លោកគ្មានអ្នកណាមើលឃើញគ្មានអ្នកណាហ៊ាននិយាយឬក៏លោកគិតថាតើលោកគួរតែផ្លាស់ប្ដូរអិយាបថនៅក្នុងការផ្ដល់យុត្តិធម៌ជូនទៅដល់សកម្មជនសិទ្ធិមនុស្សក៏ដូចជាសកម្មជនផ្សេងពិសេសចលនាមេដាធម្មជាតិឬក៏លោកបន្តធ្វើបែបហ្នឹងដើម្បីឲ្យពិភពលោកកត់ត្រាឈ្មោះអាក្រក់របស់លោកហើយដើម្បីឲ្យប្រជាជនទូទាំងពិភពលោកមើលឃើញពីទង្វើដែលអមនុស្សធម៌ទង្វើដែលខុសខើរបស់លោកធ្វើដាក់ទៅលើយុវជនប៉ុន្តែរដ្ឋាភិបាលមានសង្ឃឹមថាលិខិតនឹងសម្បត្តិទាំងអស់នឹងអាចទៅដល់លោកហ៊ុនម៉ាណែតទេពីព្រោះថាកន្លងមកហ្នឹងយើងដឹងទាំងអស់គ្នាថាមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ននេះចាភាគច្រើនគឺគាត់បកកាយខាងបំបិតព័ត៌មានទី1មួយវិញទៀតហ្នឹងគឺគាត់ពូកែខាងធ្វើមិនដឹងមិនលឺឧទាហរណ៍សូម្បីតែរឿង scam online ដែលជាអក្រិតកម្មឆោបបោកឆ្លងដែនល្បីពេញពិភពលោកហើយមានតាំងសហរដ្ឋអាមេរិកមានតាំងចក្រភពអង់គ្លេសគេដាក់ទណ្ឌកម្មអីមន្ត្រីនៅក្នុងជួរតំណាងរាស្ត្រព្រឹទ្ធសភាអីហ្នឹងក៏នៅតែមានការលើកឡើងថាគេបានដឹងរឿងផងជាពិសេសគឺលហ៊ុនម៉ាណែតខ្លួនឯងហ្នឹងថាមិនបានដឹងរឿងផងតើសង្ឃឹមទេថានឹងរឿងនេះបានទៅដល់លោកហ៊ុនម៉ាណែតនោះចា៎បើសិនជាយើងធ្វើស្ងាត់ហើយជូនទៅដល់តាមរយៈស្ថានទូតយើងមិនសង្ឃឹមទេជាហេតុដែលយើងចង់ផ្សព្វផ្សាយព័ត៌មានហ្នឹងឲ្យលោកហ៊ុនម៉ាណែតបានឮព្រោះថាលោកហ៊ុនម៉ាណែតក៏គាត់កំពុងតែតាមដានព័ត៌មានដូចគ្នាដែរហើយលោកខ្ញុំអត់ជឿថាលោកនឹងអត់មើលវីដេអូទូអាស៊ីសេរីទេព្រោះពេលការឆ្លើយឆ្លងពេលដែលអាស៊ីសេរីផ្សព្វផ្សាយអីមួយគឺគាត់តែងតែមានការប្រតិកម្មឬក៏ឆ្លើយឆ្លងអញ្ចឹងទៅយើងធ្វើយុទ្ធនាការជាអនឡាញដូចគ្នាដែលផ្សព្វផ្សាយថាសម្បត្តិដែលនឹងក្រុងទៅដល់លោកហ៊ុនម៉ាណែតអញ្ចឹងសង្ឃឹមថាលោកហ៊ុនម៉ាណែតហ្នឹងនឹងទៅនិយាយពីរឿងសម្បត្តិហ្នឹងនឹងទទួលបានដឹងឮថាមានមនុស្សជាច្រើនផ្ញើសម្បត្តិទៅកាន់លោកទោះបីជាលោកមិនអើពើមិនអានឬក៏កូនចៅក្រៅប្រកបលោកមិនខ្វល់ខ្វាយផ្ញើតែឲ្យលោកប៉ុន្តែលោកនឹងទទួលដឹងថាលោកទទួលបានសម្បត្តិច្រើនមែនទែនពីប្រជាជនទូទាំងពីមនុស្សជុំវិញពិភពលោកដែលនិយាយពីចលនាមេដាធម្មជាតិលោកក៏គួរតែដឹងដូចគ្នាថាមានមនុស្សជាច្រើនកំពុងតែមើលសកម្មភាពរបស់លោកចានៅពេលដែលមានការជួបជុំនៅក្នុងប្រទេសកាណាដាហ្នឹងថាតើអ្វីខ្លះដែលរដ្ឋាភិបាលគិតថានឹងបានជាផ្លែផ្កានឹងបានជាលទ្ធផលចេញពីការជួបនៅក្នុងវេទិកាសាធារណៈនិងសន្និបាតរបស់អង្គការអន្តរជាតិនឹងចាអីដែលយើងសង្ឃឹមហ្នឹងគឺយើងនឹងបន្តផ្សព្វផ្សាយតាក់ទងជាមួយនឹងអយុត្តិធម៌ចំពោះចលនាមេដាធម្មជាតិសកម្មភាពដែលចលនាមេដាធម្មជាតិបានធ្វើកន្លងមកនិងកំពុងតែធ្វើហើយយើងនឹងបន្តគៀងគោមនុស្សបន្ថែមទៀតតាក់ទងជាមួយនឹងយើងបន្តជាប់បណ្ដាយើងបន្តផ្សព្វផ្សាយពីភាពអយុត្តិធម៌ហ្នឹងព្រោះដោយសារតែយើងជឿជាក់ថាកាលណាយើងប្រើប្រាស់សម្លេងរបស់យើងប្រើកាន់តែច្រើនមានន័យថាយុត្តិធម៌នឹងកាន់គៀកចិត្តមកយើងតែនៅពេលណាដែលយើងបន្តស្ងប់ស្ងាត់មានន័យថាយើងព្រមទទួលយកភាពអយុត្តិធម៌ហ្នឹងដោយស្ងាត់ស្ងៀមយើងព្រមទទួលយកការធ្វើទរណកម្មការធ្វើទុកបុកម្នេញមកលើសកម្មជនរបស់យើងអញ្ចឹងអីដែលយើងសង្ឃឹមបានជាផ្លែផ្កានៅក្នុងហ្នឹងគឺយើងសង្ឃឹមថា
ចលនារឿងរបស់រឿងរ៉ាវនៃការឡើងទៅលើចលនាមេដាធម្មជាតិក៏ដូចជាយុវជនទាំង5នាក់មិនត្រូវបានគេទុកចោលនិងត្រូវបានគេបន្តលើកឡើងយកមកនិយាយជាប្រចាំនៅថ្ងៃណាមួយពួកយើងនឹងទទួលបានការដោះលែងដរាបណាយើងនៅតែបន្តនិយាយនៅតែបន្តលើកឡើងពីពួកគាត់ហើយវាក៏ជាសារមួយទៅដល់ពួកគាត់ដូចគ្នាជាពិសេសគ្រួសារពួកគាត់ថាវីរភាពរបស់អ្នកដែលធ្វើការងារសង្គមអត់ត្រូវបានទុកចោលទេវីរភាពរបស់ពួកគាត់ទាំង5នាក់ទោះបីជាពួកគាត់កំពុងតែនៅក្នុងពន្ធនាគារមិនអាចប្រើប្រាស់សម្លេងខ្លួនឯងដោយផ្ទាល់បានប៉ុន្តែមានមនុស្សជាច្រើនកំពុងតែប្រើប្រាស់សម្លេងពួកគេជំនួសទៅឲ្យពួកគាត់ទាំង5នាក់មានមនុស្សជាច្រើនដែលកំពុងតែមានមោទនភាពក៏ដូចជាមានក្តីសង្ឃឹមតាមរយៈសកម្មភាពរបស់ពួកគាត់តាមរយៈការមិនចោះញោមរបស់ពួកគាត់ធ្វើឲ្យពួកយើងនៅមានក្តីសង្ឃឹមអញ្ចឹងអានេះជាអីដែលយើងមានសង្ឃឹមថាឬក៏រំពឹងទុកថាវានឹងទទួលបានក្រោយពីពេលដែលយើងចប់សកម្មភាពហ្នឹងហើយមួយទៀតដែរនៅថ្ងៃទី10ក៏ភ្លេចនិយាយថ្ងៃទី10ហ្នឹងយើងមានធ្វើសកម្មភាពវេទិកាសាធារណៈដែលនិយាយពីភាពសកម្មរបស់អ្នកដែលធ្វើការងារសង្គមដោយគ្មានដែនកំណត់ដោយគ្មានព្រំដែនមិនថាអ្នកទាំងអស់គ្នានៅទីណាទេសលេងរបស់អ្នកទាំងអស់គ្នាអត់ត្រូវបានបិទទេមិនថាអ្នកទាំងអស់គ្នាឈរនៅចំណុចណាមួយនៃពិភពផែនដីនេះទេយើងនៅតែមានសម្លេងយើងនៅតែមានសិទ្ធិយើងនៅតែមានកាតព្វកិច្ចនៅក្នុងការធ្វើការងារដើម្បីសង្គមវាអត់មានន័យថាគ្រាន់តែយើងចាក់ចេញពីប្រទេសកំណើតរបស់យើងសិទ្ធិរបស់យើងត្រូវបានដកហូតសម្លេងរបស់យើងត្រូវបានដកហូតទេពេលខ្លះវាជាឱកាសដូចគ្នាដែរគ្រាន់តែយើងឈានជើងចេញពីតំបន់ដែលរងការគំរាមកំហែងវាកាត់រត់តែជាឱកាសនៅក្នុងការដែលឲ្យយើងប្រើប្រាស់សម្លេងដោយមានសេរីភាពប្រើប្រាស់សិទ្ធិរបស់យើងដោយមានសេរីភាពត្រូវចងចាំថាពួកយើងមានកាតព្វកិច្ចមួយពេលដែលយើងគ្រាន់តែកើតមកភ្លាមគឺកាតព្វកិច្ចនៅក្នុងការចូលរួមការពារប្រទេសជាតិនិងចូលរួមកសាងជាតិនិងចូលរួមលើកស្ទួយមុខមាត់ជាតិនៅលើឆាកអន្តរជាតិមិនមែនទៅធ្វើឲ្យប្រទេសជាតិយើងអាប់មុខទេអញ្ចឹងនៅក្នុងវេទិកាសាធារណៈហ្នឹងយើងមានបណ្ដាញយុវជនសកលប្រចាំប្រទេសកាណាដាយើងមានបុគ្គលិកពីខាងស្ថាប័ន Amnesty International មានខ្ញុំដែលជាតំណាងចលនាមេដាធម្មជាតិមានលោកពូវណ្ណរិនដែលជាតំណាង CNRP នៅប្រចាំប្រទេសកាណាដានេះយើងនឹងនិយាយថាយើងនឹងពិភាក្សាអំពីថាតើក្នុងនាមយើងនៅក្រៅប្រទេសទៅយើងអាចធ្វើអីបានដើម្បីជួយប្រទេសជាតិរបស់យើងដើម្បីជួយលើកមុខមាត់ជាតិរបស់យើងនិងដើម្បីចូលរួមនៅក្នុងការទាមទារយុត្តិធម៌ជូនទៅដល់ប្រជាជនខ្មែរក៏ដូចជាទាមទារទៅលើជីវិតដែលល្អប្រសើរក៏ដូចជាប្រព័ន្ធដឹកនាំមួយដែលល្អប្រសើរសម្រាប់ប្រទេសកម្ពុជាអញ្ចឹងនៅក្នុងវេទិកាហ្នឹងមានការចូលរួមជាសាធារណៈមានបុគ្គលិករបស់ Amnesty International ចូលរួមច្រើនអ្នកដែរគាត់នឹងចូលរួមនៅក្នុងហ្នឹងហើយដោយសារតែថ្ងៃហ្នឹងជាថ្ងៃទិវាអ្នកម្ដាយយើងក៏រំលឹកទៅដល់ប្រពន្ធកូនក៏ដូចជាម្ដាយរបស់សកម្មជនផ្សេងទៀតជាពិសេសចលនាមេដាធម្មជាតិទាំង5ថាពួកគាត់ពិតជាអស្ចារ្យរូបភាពផ្សេងដែលគេរំលឹកទៅគឺគ្រាន់តែរំលឹកទៅដល់អ្នកទាំង5ប៉ុន្តែក្នុងនឹងយើងកុំភ្លេចទៅដល់ការតស៊ូរបស់ប្រពន្ធសកម្មជនទាំង2នាក់ដែលបំពេញតួនាទីជាប្រពន្ធផងជាម្ដាយផងជាឪពុកផងហើយនឹងជាកូនប្រសាជាកូនផងជំនួសអវត្តមានដែលពេលដែលពួកគាត់អត់នៅបណ្ដោះអាសន្នម្ដាយរបស់សកម្មជនរបស់យើងទាំង3រូបផ្សេងទៀតក៏បំពេញតួនាទីជាម្ដាយល្អនៅក្នុងការបំពេញតួនាទីជាម្ដាយពេលខ្លះជាឪពុកនៅក្នុងការនាំយកអាហារទៅសួរសុខទុក្ខកូនទិញរបស់ផ្សេងទៅឲ្យកូនបើគ្មានវត្តមានពួកគាត់ទាំងអស់គ្នាទេសកម្មជនរបស់យើងក៏មិនមានទឹកចិត្តនៅក្នុងការតស៊ូអញ្ចឹងពួកគាត់ពិតជាអស្ចារ្យខ្លាំងមែនទែនហើយក៏ចង់លើកទឹកចិត្តទៅដល់ពួកគាត់ដូចគ្នាថាកុំបោះបង់ហើយមានមនុស្សជាច្រើនដែលកំពុងតែរំលឹកអរគុណទៅដល់គ្រួសាររបស់សកម្មជនដូចគ្នាដែរចានឹងមានវេទិកាសាធារណៈនៅចុងសប្តាហ៍នេះហើយតើរដ្ឋាភិបាលមានអ្វីជាការផ្ដាំផ្ញើចាវេទិកាសាធារណៈចង់ផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាកុំភ្លេចចូលរួមជាពិសេសបងប្អូនដែលនៅទីក្រុងម៉ុងត្រេអាល់ចូលរួមឲ្យបានច្រើនកកដែរដើម្បីយើងដឹងឮហើយនឹងយល់ថាតើយើងអាចធ្វើអីបាននៅក្នុងនាមយើងជាប្រជាជនមួយហើយតើសម្លេងរបស់យើងនឹងអាចមានឥទ្ធិពលអីគេខ្លះទី2យើងអាចនឹងអ្នកទាំងអស់គ្នាប្រហែលជាអាចចូលរួមអនឡាញចូលស្ដាប់ពួកយើងតាមអនឡាញប្រហែលជាមានការ live ផ្ទាល់ដូចគ្នានៅក្នុងនឹងហើយក៏យើងក៏សង្ឃឹមថាពុកម៉ែបងប្អូននឹងឈរនៅជាមួយពួកយើងពេលខ្លះទៅដូចខ្ញុំនិយាយលើកមុនដូចខ្ញុំនិយាយបានលើកឡើងលើកមុនដែរយើងអាចរើសថាយើងកើតនៅប្រទេសណាយើងអាចរើសជាតិកំណើតរបស់យើងបានយើងអាចរើសគ្រួសារថាយើងគួរតែកើតនៅក្នុងគ្រួសារណាបានទេពេលខ្លះយើងកើតនៅក្នុងគ្រួសារដែលមិនល្អ
ឪពុកវាយកូនអានឹងជាអីដែលយើងអាចរើសបានប៉ុន្តែអីដែលយើងអាចរើសបាននឹងជំរើសដែលយើងអាចរើសជីវិតដែលល្អប្រសើរបានគឺយើងរើសមេដឹកនាំដែលល្អប្រសើរដែលប្រៀបដូចជាអាណាព្យាបាលទី2របស់យើងអញ្ចឹងធ្វើឲ្យជីវិតយើងល្អប្រសើរតែអ្នកទាំងអស់គ្នាចង់រស់នៅឬក៏ចង់ចាប់ជាតិកំណើតមកហើយចង់បដ ாய் តាមវាសនាហើយគិតថាធ្វើម៉េចទេយើងពងមន់កុំចូលនឹងថ្មឬក៏អ្នកទាំងអស់គ្នាចង់រើសមេដឹកនាំមួយដែលធ្វើឲ្យជីវិតរបស់យើងល្អប្រសើរមេដឹកនាំពិតជាសំខាន់បើយើងមើលទៅលើប្រទេសកូរ៉េគ្រាន់តែប្រជាជនគេស្លាប់តែម្នាក់ឯងប៉ុន្តែតំណាងរាស្ត្រអីគេជាយន្តហោះទៅទទួលធាតទៅទទួលអីយកបកគលជូនគ្រួសារដោយការគោរពផ្សេងដូចយើងឃើញពីការធ្លាក់យកយន្តហោះដែលមានបញ្ហានៅប្រទេសកូរ៉េលើកមុននៅទូទាំងប្រទេសកូរ៉េគឺគេបិទកម្មវិធីផ្សេងដើម្បីគោរពវិញ្ញាណក្ខន្ធនិងកាន់ទុកប៉ុន្តែងាកមកប្រទេសរបស់យើងវិញតើពលករប្រមាណអ្នកដែលរងគ្រោះនៅក្រៅប្រទេសមានអាណាព្យាបាលអ្នកទាំងអស់គ្នាដែលជាអ្នកដឹកនាំនឹងទៅឈឺឆ្អាលចំពោះអ្នកទាំងអស់គ្នាតើនៅពេលដែលអ្នកទាំងអស់គ្នាដោយស្ត្រីដែលត្រូវបានគេអាញាធរថៃរំលោភលើកមុនហ្នឹងតើមានអាញាធរណាមួយដែលតំណាងប្រទេសកម្ពុជាឬក៏មានអ្នកនយោបាយណាមួយដែលទៅទទួលអ្នកទាំងអស់គ្នាអត់តាក់ទងជាមួយនឹងអ្នកកាន់អំណាចឬក៏សភាអីបានទៅទទួលពួកគាត់ឬក៏ទៅទាមទារយុត្តិធម៌ជូនស្ត្រីនឹងអត់មានទេអញ្ចឹងបើសិនជាអាណាព្យាបាលរបស់យើងអ្នកដឹកនាំរបស់យើងមិនអើពើជាមួយនឹងក្តីសុខរបស់អ្នកទាំងអស់គ្នាកុំសង្ឃឹមថាប្រទេសផ្សេងគេឲ្យតម្លៃប្រជាជនខ្មែរព្រោះដោយសារអីវាដូចនៅក្នុងគ្រួសារអញ្ចឹងម៉ែឪមិនដែលខ្វល់ពីកូនផងពេលកូនចេញទៅក្រៅក៏រងការធ្វើបាបពីអ្នកដទៃដែរប៉ុន្តែបើម៉ែឪនឹងចេះការពារកូនចេះស្រឡាញ់កូននៅពេលដែលកូនរងអយុត្តិធម៌ម៉ែឪទៅទាមទារប្រកាសណាស់អ្នកដទៃនឹងអត់ហ៊ានធ្វើបាបអ្នកទាំងអស់គ្នាទេគេនឹងខ្លាចថាបើសិនជាធ្វើបាបម៉ែម្នាក់ហ្នឹងប្រកាសជាមករោរឿងយើងហើយអញ្ចឹងគេអត់ហ៊ានទេតែនៅពេលដែលម៉ែបដ ாய் ម៉ែបើកដៃឲ្យគេធ្វើបាបគេនៅតែបន្តធ្វើបាបយើងវាដូចគ្នាជាមួយនឹងអាញាធរដូចគ្នាឬក៏អ្នកដឹកនាំប្រទេសដូចគ្នាបើអ្នកដឹកនាំប្រទេសបណ្ដោយឲ្យគេធ្វើបាបប្រជាជនខ្លួនឯងកុំរំពឹងថាយើងនឹងទទួលបានការគោរពពីប្រទេសដទៃទៀតឬក៏ប្រទេសជិតខាងរបស់យើងចាអរគុណច្រើនរដ្ឋាហើយជូនពរឲ្យជោគជ័យនៅក្នុងការងារនៅចុងសប្តាហ៍នេះចាជម្រាបលារដ្ឋាតាមប្រណេះចាអរគុណច្រើនបងជម្រាបលាបងចលនានកញ្ញាជាទីមេត្រីតកតងទៅនឹងសេរីភាពសារព័ត៌មានចាអង្គការសមាគមនិងស្ថាប័នព័ត៌មានដែលសរុបមានចំនួន13ស្ថាប័នបានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយទាមទារឲ្យរដ្ឋាភិបាលបើកលំហសេរីភាពសារព័ត៌មាននិងការពារសុវត្ថិភាពអ្នកសារព័ត៌មានលោកហ៊ុនម៉ាណែតលើកឡើងនៅក្នុងសារលិខិតថាអ្នកសារព័ត៌មានពិតជាដើរតួនាទីសំខាន់នៅក្នុងសង្គមហើយអះអាងថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាគឺមានភាពល្អប្រសើរប៉ុន្តែចំពោះអ្នកជំនាញសារព័ត៌មានយល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរួមតូចចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ជូនលោកអ្នកនាងនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកនាងជាទីមេត្រីមុននឹងដល់សេចក្តីរាយការណ៍ផ្ទាល់របស់លោកថាថៃចានេះខ្ញុំមានព័ត៌មានមួយទៀតជម្រាបជូនលោកអ្នកនាងគឺតាក់ទងទៅនឹងអ្នកឃ្លាំមើលនៅកម្ពុជាថាកម្ពុជាគួរតែដោះលែងអ្នកនយោបាយដើម្បីផ្សះផ្សានិងបង្រួមជាតិឡើងវិញដោយតម្កល់ផលប្រយោជន៍ជាតិជាធំការលើកឡើងនេះគឺបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសរសើររបបមេដឹកនាំនៅឯភូមាឬក៏មីយ៉ាន់ម៉ាដែលបានដោះលែងនិងបន្ធូរបន្ថយទោសអ្នកទោសនយោបាយនៅមីយ៉ាន់ម៉ាក្នុងនោះរួមទាំងការបន្ធូរបន្ថយរបៀបឃុំខ្លួនមេដឹកនាំប្រឆាំងដល់ល្បីល្បាញនិងលេចធ្លោរបស់មីយ៉ាន់ម៉ាគឺអ្នកស្រីអ៊ុងសានស៊ូជីផងដែរចាលោកនៅវណ្ណរិនមានសេចក្តីរាយការណ៍អំពីរឿងនេះដូចតទៅក្រោយពេលតុលាការកម្ពុជាបន្តចោទប្រកាន់និងដាក់ទោសធ្ងន់ធ្ងរលើប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាឲ្យបន្តជាប់ឃុំឃាំងនៅក្នុងផ្ទះព្រមទាំងបន្តចាប់ខ្លួននិងធ្វើទុកបុកម្នេញលើអ្នកនយោបាយគណៈបកប្រឆាំងនានាអ្នកខ្លាំមើលយល់ថាការសរសើររបស់រដ្ឋាភិបាលចំពោះការវិវត្តវិជ្ជមាននៃស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ាក្រោយក្រមយោធាដោះលែងនិងបន្ធូរបន្ថយទោសនយោបាយគឺគ្រាន់តែធ្វើឡើងឲ្យល្អមើលតាមរបៀបគីងគក់លក់ថ្នាំស្រែងតែប៉ុណ្ណោះអ្នកខ្លាំមើលជំរុញឲ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយដើម្បីផ្សះផ្សានិងបង្រួមជាតិឡើងវិញបើរដ្ឋាភិបាលកម្ពុជាពិតជាផ្ដល់តម្លៃនៃការវិវត្តវិជ្ជមាននៅប្រទេសមីយ៉ាន់ម៉ាមែននោះ
ការជំរុញនេះធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី22ខែមេសាដោយស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំងក្រោមសេចក្តីសម្រេចដែលចេញដោយប្រធានាធិបតីនៃប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី17ខែមេសាឆ្នាំ2026ដោយលើកលែងទោសបុគ្គលជាង 4000 នាក់រួមទាំងអតីតប្រធានាធិបតីលោកអ៊ូវិនយិនព្រមទាំងការបន្ធូរបន្ថយទោសដល់អ្នកស្រីអង្សានស៊ូជីក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីនៃប្រទេសមីយ៉ាន់ម៉ាកម្ពុជាចាត់ទុកការដោះលែងនេះថាជាការវិវត្តវិជ្ជមាននិងមានសារៈសំខាន់មួយដែលស្របតាមការរំពឹងទុករបស់អាស៊ាននិងជួយបង្កើនបរិយាកាសឲ្យកាន់តែល្អអំណោយផលសម្រាប់កិច្ចសន្ទនានិងការផ្សះផ្សាជាតិលើពីនេះទៀតកម្ពុជាក៏ចង់ឃើញជំហរវិជ្ជមានបន្ថែមទៀតដែលអាចសាងទំនុកចិត្តនិងជំរុញបុព្វហេតុសន្តិភាពដោយសង្គមយ៉ាងមុតមាំថាភាគីទាំងអស់អាចធ្វើការរួមគ្នាឆ្ពោះទៅរកបទឈប់បាញ់ទូទាំងប្រទេសនិងការផ្សះផ្សាជាតិជុំវិញរឿងនេះអ្នកនាំពាក្យគណៈបកប្រជាធិបតេយ្យជឿនលឿននិងជាអ្នកវិភាគលោកប៉ៅមករាប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី4ខែមេសាថាការបង្រួបបង្រួមជាតិត្រូវការឆន្ទៈនយោបាយនិងអនុគ្រោះគ្នាដែលជារឿងសំខាន់លោកយល់ថាកម្ពុជាត្រូវពិនិត្យមើលខ្លួនឯងឡើងវិញនិងអនុវត្តការអនុគ្រោះជាគំរូគេសិនមុននឹងទៅសរសើរករណីលើកលែងទោសនិងការបន្ធូរបន្ថយទោសមេដឹកនាំគណៈបកប្រឆាំងនៅភូមាចឹងយើងអត់អាចទៅសរសើរប្រទេសភូមាប៉ុន្តែខ្លួនឯងកម្ពុជាផ្ទាល់កំពុងតែមានបញ្ហារ៉ាំរ៉ៃរត់គ្រប់ចំនួនមកឯណាចឹងមុននឹងសរសើរគេយើងត្រូវតែអនុវត្តខ្លួនឯងមុននឹងមើលគេយើងត្រូវយកគំរូគេមកធ្វើនៅក្នុងជាតិខ្លួនឯងជាសំខាន់ចឹងបញ្ហាពលរដ្ឋគាត់ចង់ឃើញនយោបាយគាត់ចង់ឃើញគេហៅថាមេដឹកនាំនយោបាយមេដឹកនាំប្រទេសជាតិទាំងមូលហ្នឹងត្រូវការសាមគ្គីគ្នាពីព្រោះពួកគាត់ខ្ញុំគិតថាជាជំហានបន្តទេប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺក្រុមមេដឹកនាំនយោបាយទាំងអស់របស់កម្ពុជាតែម្ដងនេះជាអ្វីខ្ញុំមើលឃើញណាទូរទស្សន៍អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីប្រធានអង្គភិបអ្នកណែនាំពាក្យរដ្ឋាភិបាលលោកប៉ែនបូណាបាននៅឡើយទេនៅថ្ងៃទី4ខែឧសភានេះទោះយ៉ាងណាលោកប៉ែនបូណាបានលើកឡើងតាមរយៈសន្និសីទសារព័ត៌មានការពីពេលថ្មីនេះដោយបន្តតាមការប្រកាសរបស់ក្រសួងការបរទេសថាកម្ពុជាអបអរសាទរភូមាដោយដោះលែងអ្នកទោសនយោបាយនិងបន្ធូរបន្ថយទោសលោកស្រីអង្សានស៊ូជីថាជាស្មារតីផ្សះផ្សាជាតិប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មាននៅក្នុងស្រុកបានសាកសួរអំពីការដោះលែងអ្នកទោសនយោបាយនៅកម្ពុជាវិញលោកប៉ែនបូណាបែរជាឆ្លើយតាមប្រធានព្រឹទ្ធសភាលោកហ៊ុនសែនដែលធ្លាប់លើកឡើងថានៅកម្ពុជាមានតែអ្នកនយោបាយមានទោសគឺគ្មានអ្នកទោសនយោបាយនោះទេក្រោយពីរដ្ឋាភិបាលកម្ពុជាសរសើរមេដឹកនាំភូមារឿងដោះលែងអ្នកទោសនយោបាយបានប្រមាណថ្ងៃនៅកម្ពុជាឯណោះវិញសាលាឧទ្ធរភ្នំពេញកាលពីថ្ងៃទី30ខែមេសាសម្រាប់តម្កល់សារក្រមសាលាដំបងរាជធានីភ្នំពេញដែលផ្ដន្ទាទោសប្រធានគណៈបកសង្គ្រោះជាតិលោកកឹមសុខាដាក់ពន្ធនាគាររយៈពេល27ឆ្នាំទុកជាបានការដដែលពីបទសន្តិទ្ធិភាពជាមួយបរទេសដោយត្រូវឃុំខ្លួននៅក្នុងផ្ទះព្រមទាំងដកហូតសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយជាស្ថាពរបន្ថែមពីលើទោសចាស់នេះសាលាឧទ្ធរភ្នំពេញបានសម្រេចមិនឲ្យលោកកឹមសុខាចាកចេញទៅក្រៅប្រទេសរយៈពេល5ឆ្នាំទៀតផងក្រៅពីមិនមានការបន្ធូរបន្ថយទោសលើលោកកឹមសុខាព្រមទាំងអ្នកនយោបាយប្រឆាំងនិងសកម្មជនសង្គមដែលកំពុងជាប់ពន្ធនាគារហើយនោះតុលាការក្រុងភ្នំពេញក្រោមការដឹកនាំរបស់រដ្ឋាភិបាលលោកហ៊ុនម៉ាណែតកំពុងបន្តចាប់ឃុំខ្លួនសកម្មជននយោបាយសកម្មជនសង្គមសកម្មជនបរិស្ថាននិងអ្នកសារព័ត៌មានដោយការប្រើប្រាស់សិទ្ធិបញ្ចេញមតិស្របច្បាប់ដោយគិតមកដល់ពេលនេះប្រមាណជាង100នាក់ហើយទោះជាយ៉ាងណាប្រទេសមហាអំណាចសេរីនិងអង្គការសហប្រជាជាតិសម្ដែងការព្រួយបារម្ភនិងបន្តទាមទាររដ្ឋាភិបាលលោកហ៊ុនម៉ាណែតដោះលែងលោកកឹមសុខានិងអ្នកដែលត្រូវបានជាប់ឃុំឃាំងដោយអយុត្តិធម៌ពាក់ព័ន្ធនឹងការបញ្ចេញមតិឲ្យមានសេរីភាពឡើងវិញពីរដ្ឋធានី Washington ខ្ញុំបាទនៅវណ្ណរិនទូរទស្សន៍អាស៊ីសេរីចាលោកនាងជាទីមេត្រីអង្គការសមាគមចំនួន13ស្ថាប័នចាបានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមដោយទាមទារឲ្យរដ្ឋាភិបាលបើកលំហសេរីភាពសារព័ត៌មាននិងការពារសុវត្ថិភាពអ្នកសារព័ត៌មាន
ចាលោកហ៊ុនម៉ាណែតក៏បានលើកឡើងនៅក្នុងសារលិខិតថាអ្នកសារព័ត៌មានតួនាទីសំខាន់នៅក្នុងសង្គមហើយអះអាងថាស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរប៉ុន្តែផ្ទុយទៅវិញអ្នកជំនាញផ្នែកសារព័ត៌មានយល់ថាសេរីភាពសារព័ត៌មាននៅកម្ពុជាកាន់តែរួមតូចចាលោកថាថៃនឹងឡើងមករាយការណ៍ផ្ទាល់ជូនលោកអ្នកនាងអំពីរឿងនេះចាយើងបានឃើញលោកថាថៃហើយចាជំរាបសួរថៃពីជំនាញចាថៃតាក់ទងទៅនឹងការប្រពទិវាពិភពលោកស្ដីពីសេរីភាពសារព័ត៌មានចានៅថ្ងៃអាទិត្យទី3ខែឧសភាម្សិលមិញនេះតើថៃបានសង្កេតឃើញយ៉ាងណាដែរចំពោះស្ថានភាពទូទៅនៃការចូលរួមរបស់កម្ពុជានៅក្នុងទិវាសេរីភាពសារព័ត៌មាននេះចា៎បាទអរគុណអ្នកស្រីសុជីវីសម្រាប់ទិវាសេរីភាពសារព័ត៌មាននៅឆ្នាំនេះគឺហាក់ដូចជាមានការរៀបចំប្រព្រឹត្តឡើងដោយផុសផុលមែនទែនហើយហាក់ដូចជាមានការផ្ដល់តម្លៃណាពីគ្រប់ភាគីពាក់ព័ន្ធទៅលើវិស័យសារព័ត៌មាននេះយើងឃើញតាំងពីស្ថាប័នសារព័ត៌មានក្លឹបអ្នកសារព័ត៌មានអង្គការសង្គមស៊ីវិលក្រសួងស្ថាប័នរដ្ឋាភិបាលអីហ្នឹងយើងឃើញមានការរៀបចំផុសផុលណាស់ការរៀបចំការពិភាក្សាអីហ្នឹងផុសផុលមែនទែនហើយមិនមែនទៅតែចំថ្ងៃ3ឧសភាម្សិលមិញដែលជាថ្ងៃនៃទិវាសេរីភាពសារព័ត៌មាននេះគឺគេរៀបចំតាំងពីមួយអាទិត្យមុនរហូតមកជាបន្តបន្ទាប់អីអញ្ចឹងណាយើងមើលមួយផ្លេតហាក់ដូចជាមានការគិតគូរហាក់ដូចជាមានការខ្វាយខ្វល់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងការលើកកម្ពស់សេរីភាពសារព័ត៌មានអីនឹងឬក៏ការផ្ដល់តម្លៃខ្ពស់ទៅដល់វិស័យសារព័ត៌មាននេះជាដើមក៏ប៉ុន្តែបើយើងមើលជាក់ស្ដែងវាមិនដូច្នោះទេសេរីភាពសារព័ត៌មាននៅតែមានបញ្ហាដដែលទេហើយយើងឃើញការរៀបចំហ្នឹងយើងឃើញក្រសួងព័ត៌មានហ្នឹងក៏មានការរៀបចំខុសប្លែកពីឆ្នាំមុនដែរដោយមានការរៀបចំនៅទីស្តីការក្រសួងព័ត៌មានហ្នឹងមានការចូលរួមពីស្ថានទូតមួយចំនួនហើយមានការរៀបចំគោរពវិញ្ញាណក្ខន្ធទៅដល់អ្នកសារព័ត៌មានដែលបានបាត់បង់ជីវិតនឹងការបាត់ខ្លួនកាលពីសម័យសង្គ្រាមតាំងពីឆ្នាំ1970អីជាដើមអញ្ចឹងណាបាទដូច្នេះមានការគោរពចំពោះវិញ្ញាណក្ខន្ធអ្នកសារព័ត៌មានដែលបានបាត់ខ្លួនអ្នកសារព័ត៌មានជាតិនិងអ្នកសារព័ត៌មានអន្តរជាតិតាំងពីសម័យសង្គ្រាមរហូតមកជាដើមក្រៅពីនឹងទៅយើងឃើញក្លឹបអ្នកសារព័ត៌មានហ្នឹងក៏មានការរៀបចំវេទិកាជួបជុំពិភាក្សាអីដែរដោយដាក់ថាតើវិស័យសារព័ត៌មាននឹងដើរទៅណាបន្តទៀតអីចឹងណាបាទអត់មានការជជែកអីណាហើយមានអញ្ជើញអ្នកជំនាញអ្នកជំនួយមន្ត្រីរដ្ឋាភិបាលអីហ្នឹងមកយ៉ាងតែប៉ុណ្ណេះយើងឃើញចេះពីខាងភាគីរដ្ឋាភិបាលពីខាងក្លឹបអ្នកសារព័ត៌មានហ្នឹងគេរៀបចំហាក់ដូចជាមានការកោតសរសើរទៅលើរដ្ឋាភិបាលអីចឹងទៅមានការសរសើរថាព័ត៌មានសប្តាហ៍ហ្នឹងគឺល្អហើយអត់មានបញ្ហាអីទេអត់មានការបារម្ភអីទេចឹងទៅហើយពេលខ្លះក៏ទៅយកមនុស្សពីណាពីណីមកយើងទៅដែលមិនមែនជាអ្នកសារព័ត៌មាននេះជាអ្នកជំនួញជាអ្នកគ្រប់គ្រងរដ្ឋាភិបាលអីយើងទៅឲ្យមកអង្គុយបដៅអ្នកកសែតហ្នឹងទៅបរិញ្ញាអ្នកកសែតហ្នឹងពីរបៀបធ្វើកសែតយ៉ាងម៉េចអីយ៉ាងម៉េចចឹងទៅមន្ត្រីរដ្ឋាភិបាលហ្នឹងបដៅអ្នកកសែតហ្នឹងធ្វើការងារឲ្យបានល្អធ្វើការងារហ្នឹងឲ្យមានវិជ្ជាជីវៈក្រមសីលធម៌ចឹងទៅគឺថាមកបដៅអីចឹងទៅអំពីរបៀបអ្នកធ្វើការហ្នឹងក៏ប៉ុន្តែយើងដឹងថាអ្នកសារព័ត៌មានហ្នឹងគាត់អាចបំពេញតួនាទីរបស់ខ្លួនតាមពិតភាគីពាក់ព័ន្ធហ្នឹងថៃកាត់ថៃបន្តិចអ្វីដែលថៃលើកឡើងនេះគឺតាក់ទងទៅនឹងការចូលរួមរបស់អ្នកជំនួញដែលមានងារជាអង្គការមួយរូបនៅក្នុងកម្មវិធីដែលរៀបចំឡើងហ្នឹងហើយក្នុងហ្នឹងគាត់បានលើកឡើងថាអ្នកសារព័ត៌មានហ្នឹងសូម្បីអ្នកសារព័ត៌មានហ្នឹងរាយការណ៍ព័ត៌មានដែលជាវិជ្ជមានទៅបានហើយរាយការណ៍តែរឿងរ៉ាវដែលជារឿងល្អទៅបានហើយមិនគួរណារាយការណ៍ពីរឿងដែលតាក់ទងនឹងភាពអសកម្មហើយមួយទៀតហ្នឹងក៏គាត់បានលើកឡើងដែរថាគឺមិនគួររាយការណ៍ពីរឿងអាស្រូវនានាទៅទៀតដែលនេះជាអ្វីដែលគាត់បានលើកឡើងនៅក្នុងវេទិកាហ្នឹងចាស់កាត់ថៃប៉ុណ្ណឹងថៃសូមបន្តទៀតចា៎ហ្នឹងហើយគឺលោកអង្គការលឹមហេងអញ្ចឹងទៅគាត់មកបដៅអ្នកកសែតអីចឹងណាគាត់ថាមិនគួរឲ្យផ្សាយព័ត៌មានអាក្រក់អីប៉ះពាល់អីទេផ្សាយតែព័ត៌មានល្អបានហើយតាមពិតគឺថាมันអាចមកនិយាយអញ្ចឹងបានហើយអ្នកសារព័ត៌មានគេដឹងទូនាទីរបស់គេនៅក្នុងការសរសេរព័ត៌មានស្ថាប័នព័ត៌មានណាគេសរសេរបែបព័ត៌មានកីឡាបែបព័ត៌មានសេដ្ឋកិច្ចសង្គមនយោបាយអីចឹងទៅគេសរសេរទៅតាមនឹងឯងបាទហើយការសរសេរហ្នឹងគឺថាវាមានប្រយោជន៍ដល់សាធារណជនទាំងអស់ហើយយើងឃើញក្រៅពីនឹងទៅគឺមានការរៀបចំដោយក្រុមអង្គការសង្គមស៊ីវិលសមាគមស្ថាប័នអ្នកសារព័ត៌មានមួយចំនួនដែលធ្វើកិច្ចការងារលើវិស័យការពារសេរីភាពសារព័ត៌មាននិងធ្វើការងារលើកម្ពុជាសិទ្ធិមនុស្សឯជាដើមហ្នឹងបាទគឺនៅក្នុងហ្នឹងមានការរៀបចំដោយ
ខាងអង្គការពាក់ព័ន្ធមានទាំងខាងសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាពីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអង្គការលីកាដូអង្គការអាតហុកអង្គការមួយចំនួនទៀតដូចជា CCIM ហើយនឹងមានអង្គការអន្តរជាតិហើយមានការចូលរួមពីតំណាងស្ថានទូតនៃប្រទេសប្រជាធិបតេយ្យអង្គការអន្តរជាតិអីជាដើមបាទចូលរួមហើយនឹងអ្នកសារព័ត៌មានអីផងគឺថាមានចូលរួមនឹងរហូតដល់ជិត200នាក់កាលពីពេលថ្មីហ្នឹងបាទនៅក្នុងការរៀបចំអបអរទិវាសេរីភាពសារព័ត៌មាននឹងហើយក៏មានការចេញនៅសេចក្តីថ្លែងការណ៍មួយដែរពាក់ព័ន្ធនឹងហើយអ្នកដែលចូលរួមពាក់ព័ន្ធទាំងអស់ហ្នឹងគេបង្ហាញនៅក្តីកង្វល់ច្រើនណាស់នៅក្នុងវេទិកាហ្នឹងគឺថាមានការបារម្ភអំពីការរដ្ឋបិទសិទ្ធិសេរីភាពការគម្រាមកំហែងការយាយីទៅលើអ្នកសារព័ត៌មានអីជាដើមណាបាទមានការកង្វល់ហើយមានការផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាលហ្នឹងឲ្យគិតគូរទៅដល់ការបើកលំហការការពារសុវត្ថិភាពអ្នកសារព័ត៌មានហ្នឹងឲ្យពួកគាត់អាចបំពេញតួនាទីជាដើមពីព្រោះគេមើលឃើញថាអ្នកសារព័ត៌មានហ្នឹងមានតួនាទីសំខាន់ណាស់ដែលมันអាចខ្វះបានទេនៅក្នុងសង្គមមួយពីព្រោះអ្នកសារព័ត៌មានហ្នឹងអាចធ្វើឲ្យមានសង្គមនឹងមានការវិវត្តទៅល្អមានតម្លាភាពមានគណនេយ្យភាពសង្គមមានប្រជាធិបតេយ្យមានដូចថាអាចធ្វើឲ្យសង្គមនឹងវាពលរដ្ឋនឹងទទួលបានព័ត៌មានពិតពីសង្គមអីជាដើមណាបាទដូច្នេះមានការទាមទារច្រើនណាស់ឲ្យរដ្ឋាភិបាលនឹងបើកលំហហើយនឹងការពារសុវត្ថិភាពអ្នកសារព័ត៌មានអីជាដើមបាទចាអាចថៃលើកឡើងបញ្ជាក់បន្ថែមទៀតថាខាងក្រមអង្គការសង្គមស៊ីវិលហ្នឹងពួកគាត់ហ្នឹងទាមទារអ្វីខ្លះជាចំណុចចំទៅថាតើការបើកលំហសេរីភាពសារព័ត៌មាននិងបើកសេរីភាពឬក៏ការពារអ្នកសារព័ត៌មានហ្នឹងតើធ្វើយ៉ាងម៉េចខ្លះចាបាទនៅក្នុងហ្នឹងគឺអង្គការសង្គមស៊ីវិលទាំងអស់ហ្នឹងគាត់បានវិយតម្លៃខ្ពស់ណាស់ទៅលើសារៈសំខាន់នៃសារព័ត៌មានហ្នឹងបាទគាត់បានលើកឡើងថាការលើកកម្ពស់សេរីភាពសារព័ត៌មានហ្នឹងវានឹងជំរុញឲ្យមានការគោរពសិទ្ធិមនុស្សមានការអភិវឌ្ឍនិងសន្តិសុខអីជាដើមហើយដូច្នេះហើយគាត់ថាវាអត់អាចខ្វះបានទេចំពោះពីព្រោះគាត់ឲ្យគេបញ្ជាក់ដល់វិញដែរនៅក្នុងការផ្ដល់តម្លៃដល់គោលការណ៍គ្រឹះនៃសេរីភាពបញ្ចេញមតិនិងទូនាទីមិនអាចខ្វះបាននៃប្រព័ន្ធផ្សព្វផ្សាយសេរីឯករាជ្យចម្រុះនៅក្នុងប្រទេសកម្ពុជានិងតំបន់ហ្នឹងពីព្រោះបើគេមើលឃើញនៅក្នុងប្រទេសកម្ពុជាយើងហ្នឹងគឺប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាហ្នឹងមិនទាន់មានលក្ខណៈសេរីហើយអត់មានចម្រុះទេយើងអត់ឃើញសារព័ត៌មាននៅក្នុងប្រទេសយើងហ្នឹងខាងភាគីរដ្ឋាភិបាលក៏មានខាងភាគីអ្នកសារព័ត៌មានដែលគ្រប់គ្រងប្រឆាំងក៏មានគឺអត់ទេគឺថាមានតែភាគច្រើនលើសលប់ហ្នឹងគឺសិតតែជាអ្នកសារព័ត៌មានដែលមាននិន្នាការគ្រប់គ្រងរដ្ឋាភិបាលអីជាដើមហើយចំណែកអ្នកសារព័ត៌មានដែលធ្វើកិច្ចការងារកណ្ដាលឬក៏លំអៀងហ្នឹងគឺថាអត់មានទេនៅក្នុងលំអៀងទៅខាងបកប្រឆាំងហ្នឹងគឺថាអត់មានដូច្នេះគេចង់ឲ្យមានចម្រុះបាទគឺថាមានគ្រប់យើងទៅឲ្យវាឃើញគ្រប់ចម្រុះពណ៌បាទមិនមែនមានតែខាងរដ្ឋាភិបាលទេគេអត់ចង់ឲ្យឃើញអញ្ចឹងណាហើយឲ្យពលរដ្ឋហ្នឹងគាត់ទទួលបានអញ្ចឹងទៅហើយគាត់យកទៅពិចារណាទៅដូច្នេះគេបានលើកឡើងរាល់ថ្ងៃនេះគេមើលឃើញថាវាមានការកង្វះខាតណាស់ចំពោះការដែលការពារសុវត្ថិភាពអ្នកសារព័ត៌មានអីជាដើមហ្នឹងមានការរដ្ឋបិទទៅលើសេរីភាពសារព័ត៌មានអីជាដើមហើយនៅក្នុងហ្នឹងគឺគេបានផ្ដល់អនុសាសន៍សំខាន់ដែរថាឲ្យមានការបើកលំហទៅលើសេរីភាពសារព័ត៌មានហ្នឹងហើយឈប់ប្រើច្បាប់នៅក្នុងហ្នឹងគេផ្ដល់អនុសាសន៍មួយចំនួនហ្នឹងគឺថាឈប់ប្រើច្បាប់ទៅព្រមត្តនទៅចោតប្រកាន់ទៅលើអ្នកសារព័ត៌មានដែលគេបំពេញការងារដោយវិជ្ជាជីវៈហ្នឹងកុំប្រើប្រាស់ច្បាប់ហ្នឹងបាទហើយគេឲ្យលុបចោលទៅលើលក្ខខណ្ឌមួយចំនួនឬក៏របៀបជាសេចក្តីប្រកាសឬក៏បទបញ្ញត្តិថ្មីមួយចំនួនដែលដាក់ចេញដោយរដ្ឋាភិបាលឬក៏ក្រសួងព័ត៌មានហ្នឹងដូចនៅក្នុងហ្នឹងគេឲ្យលុបចោលនៅលក្ខខណ្ឌគុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មានមួយចំនួនហ្នឹងដែលកន្លងមកវាគេមើលឃើញថាមានការរំខានមានការពិបាកណាស់នៅក្នុងការដែលឲ្យអ្នកសារព័ត៌មាននឹងទទួលបាននៅអាជ្ញាប័ណ្ណនៃជាដើមណាពីព្រោះថាលក្ខខណ្ឌទាំងអស់នេះគឺតម្រូវឲ្យមានអ្នកសារព័ត៌មានដែលចង់ចូលធ្វើសារព័ត៌មានត្រូវបញ្ជាក់នៅចេញលិខិតផ្កោតមានលិខិតផ្កោតទោសលិខិតបញ្ជាក់កិរិយាមាយាទមិនធ្លាប់មានការប្តឹងផ្តល់អីជាដើមអញ្ចឹងទៅទើបអាចឬក៏មានសញ្ញាបត្រអីខ្ពស់អីចឹងទៅទើបអាចចូលធ្វើអីបានអញ្ចឹងណាបាទមានអញ្ចឹងទៅហើយវាធ្វើឲ្យមានការពិបាកណាស់នៅក្នុងការចូលធ្វើព័ត៌មានអីជាដើមហើយគេឲ្យមានការដោះលែងអ្នកសារព័ត៌មានដែលចាប់ដាក់ពន្ធនាគារកន្លងមកហ្នឹងបាទហើយក្រៅពីនឹងទេគឺថាឲ្យមានការពន្លឿនទៅលើការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានហ្នឹងពីព្រោះ
គេមើលឃើញថាច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មានហ្នឹងយើងឃើញវារាប់សិបឆ្នាំហើយជាប់គាំងណាហើយច្បាប់នេះគេមើលឃើញថាវាមានប្រយោជន៍ណាស់ពីព្រោះនឹងផ្ដល់អំណាចដល់អ្នកសារព័ត៌មាននិងប្រជាពលរដ្ឋនៅក្នុងការទទួលបានព័ត៌មានហើយដើម្បីធានាឲ្យស្ថាប័នសាធារណៈរបស់រដ្ឋហ្នឹងធ្វើកិច្ចការងារហ្នឹងដោយតម្លាភាពមានកិត្តិយសភាពមានសុចរិតភាពពីព្រោះកន្លងមកហ្នឹងយើងអ្នកសារព័ត៌មានពិបាកទៅសុំព័ត៌មានពីខាងក្រសួងស្ថាប័នសាធារណៈរបស់រដ្ឋណាគេអាចបដិសេធដូច្នេះច្បាប់ហ្នឹងគឺថាកន្លងហ្នឹងមកមានការគ្រប់គ្រងពីអង្គការអន្តរជាតិពីអង្គការធំហើយមានការចាយលុយបាទ UNESCO ហ្នឹងហើយមានការចាយលុយបោកលុយអន្តរជាតិហ្នឹងមកច្រើនណាស់រដ្ឋាភិបាលហ្នឹងថានឹងពលឿនឲ្យលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអីហ្នឹងក៏ធ្លាប់បានសន្យាដែរថាយ៉ាងយូរច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងដាក់ចេញនៅក្នុងឆ្នាំ2025ហ្នឹងហើយឥឡូវនេះយើងឃើញមកដល់ឆ្នាំ2026ហើយនៅតែអត់ចេញអញ្ចឹងគណៈដែលច្បាប់ផ្សេងដែលបំរើឲ្យការរដ្ឋបတ်សិទ្ធិសេរីភាពប្រជាពលរដ្ឋដើម្បីធ្វើឲ្យអំណាចរបស់រដ្ឋាភិបាលក្រុងភ្នំពេញកាន់តែរឹងមាំហ្នឹងគឺថាពេលខ្លះអត់ប្រើពេលដល់មួយអាទិត្យផងទេគឺថាចេញភ្លាមឯតែម្ដងការកែរដ្ឋធម្មនុញ្ញមួយហ្នឹងគេប្រើពេលអត់បានមួយសប្តាហ៍ទេគឺចេញភ្លាមតែម្ដងដូច្នេះអាច្បាប់ដែលបំរើផលប្រយោជន៍សាធារណៈហ្នឹងបែរជាជាប់គាំងអីជាដើមដូច្នេះអង្គការសង្គមស៊ីវិលហ្នឹងគឺមានការលើកឡើងពីកង្វល់ចំពោះស្ថានភាពសេរីភាពសារព័ត៌មានហើយនឹងទាមទាររដ្ឋាភិបាលបើកលំហការពារសុវត្ថិភាពអ្នកសារព័ត៌មានដោះលែងហើយការឈប់ចោទប្រកាន់តាមព្រហ្មទណ្ឌទៅហើយលក្ខខណ្ឌណាដែលមករំខានយាយីមកកម្រិតសិទ្ធិសេរីភាពសារព័ត៌មានលុបចោលវិញទៅអីជាដើមណាបាទអានឹងពីខាងក្រុមអង្គការសង្គមស៊ីវិលបាទចាយ៉ាងណាក៏ដោយថៃបើទោះបីជាក្រុមអង្គការសង្គមស៊ីវិលលើកឡើងពីក្តីកង្វល់ពីការទាមទាររបស់ពួកគាត់នឹងយើងមិនបាច់មើលច្រើនទេគឺបើសិនជាយើងអាចដែលតាមដានស្ថានភាពសារព័ត៌មាននៅកម្ពុជាស្ថានភាពសេរីភាពអ្នកសារព័ត៌មាននៅកម្ពុជានឹងសេរីភាពបញ្ចេញមតិនៅកម្ពុជានឹងយើងដឹងច្បាស់ទាំងអស់គ្នាថានៅកម្រិតណាគឺមានការរារាំងមានការរឹតបន្តឹងមានការធ្វើបាបមានការចាប់ចងមានការដាក់ពន្ធនាគារអ្នកសារព័ត៌មានអីជាដើមធ្វើឲ្យស្ថាប័នព័ត៌មានសំខាន់បាត់មុខពីកម្ពុជាទាំងអស់មិនមែនមួយពីរទេគឺទាំងអស់ឲ្យតែស្ថាប័នសារព័ត៌មានឯករាជ្យគឺអត់មានមុខនៅស្រុកខ្មែរទេហើយអ្នកដែលរាយការណ៍ព័ត៌មានដោយឯករាជ្យដោយមិនមានការលាក់បាំងបានន័យថាផ្សាយដល់ព័ត៌មានពិតហ្នឹងក៏ត្រូវគេធ្វើបាបត្រូវគេចេញដីកាតាមចាប់ខ្លួនជាហូរហែអញ្ចឹងដែរប៉ុន្តែបើសិនជាយើងងាកទៅខាងរដ្ឋាភិបាលវិញគឺយើងអាចស្មានដឹងចម្លើយមុនហើយថាគឺអ្វីដែលពួកគាត់លើកឡើងនេះគឺស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាល្អប្រសើរហើយរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញឲ្យអ្នកសារព័ត៌មានរាយការណ៍តាមអ្វីដែលពួកគាត់អាចធ្វើតាមវិជ្ជាជីវៈអីចឹងទៅយើងនឹងស្មានដឹងហើយប៉ុន្តែយ៉ាងណាក៏ដោយថៃចង់ដឹងលម្អិតតែម្ដងថាតើខាងរដ្ឋាភិបាលខាងមន្ត្រីពាក់ព័ន្ធជាពិសេសនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងព័ត៌មានលោកនេតភត្រាអីហ្នឹងតើលើកឡើងយ៉ាងម៉េចខ្លះឆ្លើយតបយ៉ាងម៉េចចំពោះអ្វីដែលខាងអង្គការសង្គមស៊ីវិលលើកឡើងនិងក្តីបារម្ភរបស់អ្នកសារព័ត៌មានហ្នឹងចា៎បាទអរគុណអ្នកស្រីសុជីវីហ្នឹងហើយយើងពេលខ្លះយើងហួសសំណើអស់សំណើចបាទយើងអស់សំណើចមែនតើនៅពេលដែលរដ្ឋាភិបាលដែលជាអ្នកដែលមានទុននីតិសំខាន់ណាស់មែនតើណាបាទជាអ្នកដែលអាចធ្វើឲ្យសេរីភាពសារព័ត៌មាននឹងល្អហើយនឹងអាចជាអ្នកដែលធ្វើឲ្យសារព័ត៌មានសេរីភាពសារព័ត៌មានអាក្រក់ហ្នឹងគឺថានៅលើរដ្ឋាភិបាលតែម្ដងហើយយើងឃើញកន្លងមករដ្ឋាភិបាលខ្លួនឯងជាអ្នកដែលប្រក្រាបទៅលើសេរីភាពសារព័ត៌មានហ្នឹងអត់ដកដៃទេប្រក្រាបឡើងដល់បាតតែម្ដងហើយអ្នកសារព័ត៌មានហ្នឹងគ្មានសេរីភាពអីទេនៅក្នុងប្រទេសកម្ពុជាហ្នឹងធ្វើការអីលេងបានដូចអ្នកស្រីសុជីវីរៀបរាប់មិញអញ្ចឹងក៏ប៉ុន្តែយើងឃើញនៅពេលដែលទិវាសេរីភាពសារព័ត៌មានរដ្ឋាភិបាលចេញនិយាយល្អអីចឹងទៅយើងហួសចិត្តហើយយើងឃើញដូចលោកហ៊ុនម៉ាណែតអីលោកហ៊ុនសែនអីចេញមកផ្ញើសារអបអរសាទរទិវាសេរីភាពសារព័ត៌មានអីអញ្ចឹងណាបាទគាត់ផ្ញើសារប្រងព្រាតអីមន្ត្រីរដ្ឋាភិបាលអីចេញមកនិយាយអីប្រងព្រាតអីចឹងទៅពីរឿងទិវាសេរីភាពសារព័ត៌មានហ្នឹងខ្លឹមសារទាំងអស់សំណេរក៏ដោយការឡើងនិយាយគឺល្អគាត់និយាយមកគាត់ផ្ដល់តម្លៃទៅដល់សេរីភាពសារព័ត៌មានណាដូចលោកហ៊ុនម៉ាណែតហ្នឹងគាត់បានចេញសារលិខិតចំនួន4ទំព័រនៅក្នុងទិវាសេរីភាពសារព័ត៌មានហ្នឹងបាទនៅក្នុងសារលិខិតរបស់គាត់ហ្នឹងគឺគាត់និយាយល្អមែនទែនគាត់រហូតដល់វាតម្លៃខ្ពស់អំពីទូនាទីរបស់អ្នកសារព័ត៌មានហ្នឹងដោយថាបានជួយផ្សាយព័ត៌មានពិតអីណានៅក្នុងការបម្រើផលប្រយោជន៍សាធារណៈ
នឹងការអភិវឌ្ឍជាតិថែរក្សាសន្តិភាពជួយលើកកម្ពស់យុត្តិធម៌ជាដើមហ្នឹងហាក់ដូចជាគាត់យល់ដែរនៅក្នុងសារហ្នឹងណាថាមានសារៈសំខាន់ណាស់ក្រៅពីនឹងទេគាត់លើកឡើងថាស្ថានភាពសេរីភាពសារព័ត៌មានហ្នឹងគាត់យោងទៅតាមការស្ទង់មតិរបស់ក្រសួងព័ត៌មានកន្លងមកទៅលើអ្នកសារព័ត៌មានហ្នឹងថាមានស្ថានភាពល្អប្រសើរសេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាហ្នឹងមានភាពល្អប្រសើរទៅហើយល្អប្រសើរហ្នឹងដើរទន្ទឹមគ្នាគាត់ថាគុណភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាហ្នឹងក៏ល្អទៅទៀតអីគាត់វាតម្លៃអញ្ចឹងណាដោយសារក្រសួងព័ត៌មានហ្នឹងគេបានធ្វើការស្ទង់មតិមួយទៅលើអ្នកសារព័ត៌មានហ្នឹងដោយភាគច្រើនបំផុតក្រសួងព័ត៌មានអះអាងថាអ្នកសារព័ត៌មានហ្នឹងបានឆ្លើយដោយខ្លួនឯងថាសេរីភាពសារព័ត៌មានហ្នឹងល្អអីជាដើមណាហើយយើងចេះអង្គុយគិតថាមិនដឹងទៅសួរអ្នកសារព័ត៌មានណាទេដែលថាល្អហ្នឹងណាពីព្រោះបើយើងមើលស្ថាប័នសារព័ត៌មានដែលធ្វើកិច្ចការងារដោយវិជ្ជាជីវៈអីហ្នឹងស្ទើរតែគ្មានទេឥឡូវនៅក្នុងប្រទេសកម្ពុជាណាស្ទើរតែលែងមានហើយមានតែអ្នកសារព័ត៌មានដែលគ្រប់គ្រងរដ្ឋាភិបាលអីអញ្ចឹងទេហើយយើងឃើញឥឡូវនេះអ្នកសារព័ត៌មានខ្លះហ្នឹងបានក្លាយទៅជាអាដាមបានក្លាយទៅជាលោកជំទាវអីអញ្ចឹងទៅហើយអ្នកខ្លះហ្នឹងគឺជាសមាជិករបស់គណៈបកប្រជាជនកម្ពុជាតែម្ដងអ្នកសារព័ត៌មានស្ថាប័នព័ត៌មានហ្នឹងគឺត្រូវចូលជាសមាជិកគណៈបកប្រជាជនកម្ពុជាតែម្ដងបាទដូច្នេះគាត់ទៅសួរអញ្ចឹងច្បាស់ហើយពួកគាត់ប្រកាសជាឆ្លើយថាអូស្ថានភាពព័ត៌មានហ្នឹងល្អហើយក៏ប៉ុន្តែសួរថាតើអ្នកសារព័ត៌មានទាំងអស់ហ្នឹងដែលបានស្ទង់មតិហ្នឹងគាត់បានឆ្លើយថាគាត់បានធ្វើកិច្ចការងាររបស់គាត់ដែលជាទៅសេរឿងស៊ីជម្រៅរឿងរសើបប្រសើរទេប្រកាសណាគាត់អត់ទេគាត់ទៅសរសេរបែបសរសើរបែបបច្ចេកបច្ចារដ្ឋាភិបាលអីអញ្ចឹងទៅដូច្នេះវាមិនមានបញ្ហាអីទេទៅដល់ពួកគាត់អីអញ្ចឹងទៅនេះយើងឃើញគាត់ចង់និយាយថាគាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការរាយការណ៍ឬក៏ទៅសេអត្ថបទដែលនិយាយល្អពីរដ្ឋាភិបាលនិយាយល្អពីក្រមមន្ត្រីនិយាយល្អតែពីក្រមអ្នកដឹកនាំនឹងឯងដូច្នេះគាត់មានសិទ្ធិសេរីភាពគ្រប់គ្រាន់នៅក្នុងការទៅសេបែបហ្នឹងហើយអាហ្នឹងហើយគឺជាអ្វីដែលអ្នកដឹកនាំគេចង់បានមិនមែនអ្វីដែលពលរដ្ឋចង់បានទេពលរដ្ឋចង់បានគឺចង់បានឲ្យអ្នកដឹកនាំទទួលខុសត្រូវឲ្យអ្នកសារព័ត៌មានហ្នឹងជួយតាមដានជួយពិនិត្យជួយរកមើលចំណុចខ្វះខាតជួយរកមើលបញ្ហារបស់ពលរដ្ឋដើម្បីឲ្យពលរដ្ឋហ្នឹងបានទទួលនឹងយុត្តិធម៌ស្មើគ្នានៅក្នុងសង្គមដែលគេហៅថាសង្គមនីតិរដ្ឋនេះចាកាត់ថៃទៅប៉ុណ្្នឹងទេចាបន្តទៀតចុះបាទហ្នឹងហើយអ្នកស្រីសុជីវីគឺគាត់យ៉ាងឯងគាត់ថាមានសេរីភាពអញ្ចឹងប៉ុន្តែសេរីភាពហ្នឹងគឺថាគេចាប់ដៃឲ្យទៅសេគេទៅសេតាមគំនិតរបស់គេទៅសេតាមអារម្មណ៍របស់រដ្ឋាភិបាលអីចឹងទៅសេតែមិនស្រួលហ្នឹងគេទេមកឲ្យកែភ្លាមគឺកែតាមគេបើមិនកែទេគឺមានបញ្ហាអីចឹងទៅយើងដឹងហើយស្ថាប័នសារព័ត៌មាននៅក្នុងស្រុកហ្នឹងទៅសេតែមិនស្រួលហ្នឹងគេទេមកទៅភ្លាមនឹងក្រសួងព័ត៌មានមើលហើយទេមកភ្លាមតលកែចេញអីចឹងទៅប៉ះពាល់រដ្ឋាភិបាលអីចឹងទៅគឺថាទេមកភ្លាមបើមិនចឹងទេស្ថាប័នរបស់អ្នកឯងហ្នឹងអាចប្រឈមនឹងការបិទទ្វារឬក៏អ្នកទៅសេហ្នឹងអាចនឹងមានបញ្ហាប្រឈមទោសទណ្ឌនៅជាដើមដូច្នេះអ្នកទៅសេឬក៏ស្ថាប័នហ្នឹងដើម្បីអាចបន្តទៅទៀតហ្នឹងត្រូវតែសម្របសម្រួលដោយតាមអ្វីដែលរដ្ឋាភិបាលឬក៏មន្ត្រីរដ្ឋាភិបាលហ្នឹងចង់បានអញ្ចឹងទៅអាហ្នឹងគឺអញ្ចឹងប៉ុន្តែมันមានសេរីភាពនៅក្នុងការសរសេរបែបស៊ីជម្រៅព័ត៌មានដែលមានប្រយោជន៍ដល់ពលរដ្ឋអីទេបាទអាហ្នឹងអញ្ចឹងដែលយើងឃើញកន្លងមកហើយហ្នឹងនៅក្នុងសារលិខិតរបស់លោកហ៊ុនម៉ាណែតអីហ្នឹងក៏អញ្ចឹងដែរថាគាត់វាតម្លៃថាអ្នកសារព័ត៌មាននឹងបានចូលរួមចំណែកច្រើនដល់ការថែរក្សាសន្តិភាពណាបាទឧទាហរណ៍ដូចរឿងបញ្ហាសង្គ្រាមឈ្លានពានហ្នឹងគាត់លើកយកមកឧទាហរណ៍ដែរនៅក្នុងសារលិខិតហ្នឹងគាត់ថាបញ្ហារឿងថៃឈ្លានពានមកលើទឹកដីខ្មែរហ្នឹងគឺអ្នកសារព័ត៌មានហ្នឹងបានបំពេញតួនាទីផ្សព្វផ្សាយព័ត៌មានពិតអីចឹងទៅមិនលំអៀងហើយមិនបង្កការយល់ច្រឡំអីចឹងណាបង្កើនភាពតានតឹងអីទៅដូច្នេះគាត់ថាគាត់សរសើរអីចំពោះសារព័ត៌មានអីដែលបានផ្សាយរឿងអស់ចឹងទៅហើយអាចចូលរួមការពីបរណភាពទឹកដីអីចឹងទៅប៉ុន្តែចុងក្រោយនៅក្នុងសារលិខិតរបស់លោកហ៊ុនម៉ាណែតហ្នឹងក៏មិនភ្លេចនៅការប្រកបពាក្យពេចន៍មួយចំនួនបែបគំរាមកំហែងទៅលើអ្នកសារព័ត៌មានដដែលទេគាត់បានប្រកបសារមួយដោយផ្ដល់ឲ្យអនុសាសន៍ឲ្យក្រសួងព័ត៌មាននឹងជាច្រើនចំណុចដែរនៅក្នុងនោះគឺលោកហ៊ុនម៉ាណែតនឹងប្រកបបញ្ជាឲ្យក្រសួងព័ត៌មាននឹងបន្តរៀបចំច្បាប់បន្ថែមទៀតហើយនឹងលិខិតបទដ្ឋានគតិយុត្តបន្ថែមទៀតដើម្បីពង្រឹងសន្តិភាពធ្នាប់សារព័ត៌មានពង្រឹងសន្តិភាពធ្នាប់សារព័ត៌មានអារឿងគតិយុត្តនឹងពីព្រោះ NGO គេអត់ចង់ឲ្យយកពីព្រោះច្បាប់គេឲ្យច្បាប់បង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាននឹងប៉ុន្តែរដ្ឋាភិបាលអត់បង្កើតទេទៅបង្កើតច្បាប់មួយចំនួនទៀតដែលមានលក្ខណៈមានចរិតនៅក្នុងការរដ្ឋបិទសិទ្ធិសេរីភាពសារព័ត៌មានទៅវិញឃើញទេដូច្នេះលោកហ៊ុនម៉ាណែតហ្នឹងគឺអញ្ចឹងហើយចេញមកថាដើម្បីរក្សាសន្តិភាពសង្គមអ្វីដែលអ្នកសារព័ត៌មាននិយាយរិះគន់ទៅលើបញ្ហាអំពើពុករលួយបញ្ហាមិនប្រក្រតី
ការដឹកនាំមិនត្រឹមត្រូវអីចឹងទៅបញ្ហាអសកម្មបញ្ហាដែលប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាពលរដ្ឋអីហ្នឹងដែលធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់រដ្ឋាភិបាលអាហ្នឹងគេចាត់ទុកថាធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គមអីចឹងទៅជាដើមណាបាទអាហ្នឹងគឺអញ្ចឹងហើយគេឲ្យជំរុញថែមអាហ្នឹងពីខាងសាររបស់លោកហ៊ុនម៉ាណែតហ្នឹងហើយយើងឃើញក្រសួងអីជាដើមខាងទាំងលោកហ៊ុនម៉ាណែតទាំងលោកហ៊ុនសែនហ្នឹងគឺអញ្ចឹងផ្ញើសារចេញមកហ្នឹងក្រៅពីហ្នឹងទៅគឺថាមានសារមួយទៀតគេប្រកាសថាកុំឲ្យយកស្លាកព័ត៌មានហ្នឹងទៅបំរើក្រុមប្រទេសអមិត្តឬក៏មានបំណងធ្វើឲ្យអន្តរាយអីចឹងដូចមានន័យថាគេចង់ចោទប្រកាន់ថាស្ថាប័នព័ត៌មានមួយចំនួនដែលហ៊ានរិះគន់រដ្ឋាភិបាលហ្នឹងគេចាត់ទុកថាជាអ្នកដែលប្រហែលជាក្នុងបំណងថាចង់ថាបំរើផលប្រយោជន៍ឲ្យប្រទេសថៃហ្នឹងទៅឬក៏ធ្វើការបំរើប្រទេសថៃអីចឹងណាបាទតាមពិតថាគេគាត់និយាយការពិតទេប៉ុន្តែគាត់ថាវាមិនពេញចិត្តរដ្ឋាភិបាលហ្នឹងបែរជាមកចោទថាគេហ្នឹងទៅបំរើអីរបៀបវិរៈអីឬក៏ធ្វើឲ្យប៉ះពាល់អីរដ្ឋាភិបាលអីចឹងទៅតាមរយៈការបំរើប្រទេសថៃអីជាដើមណាហើយការចោទប្រកាន់នឹងឯងគឺថាក្នុងបំណងហ្នឹងគឺគ្មានអីក្រៅតែពីការបង្ក្រាបឬក៏ចង់ទៅចាប់អ្នកសារព័ត៌មានដែលនិយាយរិះគន់ហ្នឹងដាក់គុកទេអាការចោទនឹងឯងគឺថាចោទបែបទលំទលាយចោទតាមអំពើចិត្តណាដោយមិនសមហេតុផលទេការចោទហ្នឹងគឺថាដើម្បីតែក្នុងបំណងចង់ចាប់ទៅអ្នកសារព័ត៌មានដែលហ៊ាននិយាយការពិតពីរឿងបញ្ហាបូរណភាពទឹកដីហ្នឹងទៅដាក់គុកតែប៉ុណ្្នឹងឯងបាទចាមែនតើទៅក្នុងនាមជាអ្នកសារព័ត៌មានមួយរូបចានេះខ្ញុំបានបំពេញការងារនៅក្នុងវិស័យសារព័ត៌មាននេះចូលជិត20ឆ្នាំហើយចាខ្ទង់18ឆ្នាំហើយគឺនេះខ្ញុំដឹងច្បាស់ថាឥទ្ធិពលរបស់អ្នកសារព័ត៌មាននេះគឺមានឥទ្ធិពលក្នុងការការពារអំណាចពលរដ្ឋមានន័យថាអត្ថបទឬក៏សំណេររបស់អ្នកសារព័ត៌មាននេះគឺដើម្បីបញ្ជូនសម្លេងរបស់ពលរដ្ឋទៅរដ្ឋាភិបាលទៅភ្នាក់ងាររដ្ឋផ្សេងហ្នឹងដើម្បីដោះស្រាយឲ្យពួកគាត់ពីព្រោះថាពួកគាត់គ្មានសម្លេងដូច្នេះអ្នកសារព័ត៌មានគឺតំណាងឲ្យអំណាចរបស់ពលរដ្ឋផ្ទុយទៅវិញចំពោះឥទ្ធិពលរបស់អ្នកនយោបាយវិញអ្នកនយោបាយនេះមានឥទ្ធិពលខ្លាំងណាស់ឥទ្ធិពលទាំងអស់ឧទាហរណ៍ដូចនៅក្នុងស្ថានភាពប្រទេសកម្ពុជាបច្ចុប្បន្នអញ្ចឹងថៃក៏បានឃើញដែរគឺនៅពេលដែលមានបញ្ហាអសន្តិសុខសង្គមបញ្ហាឥតសណ្ដាប់ធ្នាប់នៅក្នុងសង្គមគឺសុទ្ធតែតាក់ទងទៅនឹងការសម្រេចនិងទង្វើរបស់អ្នកនយោបាយទាំងអស់សូម្បីតែបញ្ហាសង្គ្រាមឈ្លានពានថៃដែលកើតមកលើកម្ពុជាថៃឈ្លានពានកម្ពុជាធ្វើឲ្យកម្ពុជាបាត់បង់ទឹកដីអស់ជាច្រើនទីតាំងនេះក៏ដោយសារតែសេចក្តីសម្រេចចិត្តនិងទង្វើរបស់អ្នកនយោបាយទង្វើរបស់មេដឹកនាំនេះដែរដូច្នេះអ្វីដែលដាក់បន្ទុកមកលើអ្នកសារព័ត៌មានថាអូត្រូវតែអនុវត្តអញ្ចេះអនុវត្តចុះទៅតាមច្បាប់អញ្ចេះតាមច្បាប់ចុះដើម្បីធានាសុវត្ថិភាពដើម្បីធានាសណ្ដាប់ធ្នាប់ដើម្បីការពារមិនឲ្យសត្រូវឈ្លានពានអីទាំងអស់នេះគ្រាន់តែជាលេសនៅក្នុងការធ្វើបាបអ្នកសារព័ត៌មានប៉ុណ្ណោះនៅក្នុងលេសបំបិតសម្លេងពលរដ្ឋបំបិតអំណាចរបស់ពលរដ្ឋចោលតែប៉ុណ្ណោះគឺមិនមែនដើម្បីប្រយោជន៍ជាតិទេគឺគ្រាន់តែជាលេសរបស់អ្នកនយោបាយតែប៉ុណ្ណោះចាថៃចំពោះស្ថានភាពរបស់អ្នកសារព័ត៌មានវិញតើយ៉ាងណាទៅអ្នកសារព័ត៌មានណាខ្លះដែលត្រូវចាប់ដាក់ពន្ធនាគារអ្នកណាខ្លះត្រូវគេធ្វើទុកបុកម្នេញអ្នកណាខ្លះដែលជួបការលំបាកនៅក្នុងការបំពេញវិជ្ជាជីវៈរបស់ខ្លួននៅក្នុងឆ្នាំ2025កន្លងទៅនេះចាថៃបាទនៅអ្នកស្រីសុជីវីមិញការលើកឡើងរបស់អ្នកស្រីសុជីវីហ្នឹងគឺថាមានទម្ងន់មែនទែនហើយច្បាស់មែនទែនការលើកឡើងថាតាមពិតអ្នកសារព័ត៌មានយើងផ្សាយហ្នឹងគឺថាដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាហើយយើងជួយតម្រែតម្រង់ឲ្យត្រឹមត្រូវទេប៉ុន្តែយើងឃើញបញ្ហាកន្លងមកហ្នឹងគឺថាអ្នកនយោបាយហ្នឹងគឺគ្មាននរណាដែលមានអំណាចក្រៅតែពីលោកហ៊ុនសែនលោកហ៊ុនម៉ាណែតទេដែលធ្វើឲ្យប៉ះពាល់អីពីព្រោះពួកគាត់មានអំណាចនៅក្នុងការបង្កបញ្ហាអីមួយបានអ្នកខ្លះគេបានត្រឹមតែមកនិយាយវាអត់អាចមានជះផលប៉ះពាល់អីទេក៏ប៉ុន្តែលោកហ៊ុនសែននិងលោកហ៊ុនម៉ាណែតជាអ្នកដែលមានអំណាចនិយាយមួយម៉ាត់ណាក៏វាមានផលប៉ះពាល់មកសង្គមដែរបាទគាត់ឲ្យចាប់គឺគេចាប់ឲ្យដាក់គុកហើយដូច្នេះគឺថាមួយម៉ាត់របស់គាត់នឹងគឺធ្វើឲ្យមានបញ្ហាច្រើនណាស់បាទនៅចំពោះសាររបស់គាត់ចំពោះដែលយើងឃើញកន្លងមកហ្នឹងគឺថាល្អអីចឹងទៅក៏ប៉ុន្តែស្ថានភាពសេរីភាពសារព័ត៌មានជាក់ស្ដែងគឺវាមិនល្អដូចលោកហ៊ុនម៉ាណែតនិយាយលោកហ៊ុនសាររបស់លោកហ៊ុនម៉ាណែតពីព្រោះអាសារលិខិតហ្នឹងជាទូទៅជារៀងរាល់ឆ្នាំគេទៅសេតែអញ្ចឹងឯងមន្ត្រីរបស់លោកហ៊ុនម៉ាណែតអីចឹងទៅគេទៅសេសារលិខិតអញ្ចឹងគេទៅសេយកល្អអញ្ចឹងទេបាទយកមកបង្ហោះអីចឹងណាបាទអ្នកណាដែលមានស្នាដៃទឹកដៃសរសេរបកែសរសេរហ្នឹងគឺថាល្អអីចឹងទៅមើលល្អអីចឹងទៅមួយឆ្នាំម្ដងអីចឹងទៅឧទាហរណ៍ថា
អ្នកខ្លះគេទៅសេទិវាទឹកស្អាតអីចឹងទៅគេទៅសេមករៀបរាប់អូទឹកស្អាតអីប៉ុន្តែពលរដ្ឋនៅតែបានមិនបានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់អីចឹងទៅទិវាអីណាទប់ស្កាត់ជំងឺឆ្លងទិវាអីចឹងទៅគឺថាចេញមកសារលិខិតហ្នឹងគឺចេញមកល្អអីចឹងទៅអាស្រ័យទៅលើអ្នកសរសេរអ្នកទៅសេណាបកកែទៅសេគឺទៅសេមកល្អចឹងទៅដូចទិវាសេរីភាពសារព័ត៌មានអីចឹងទៅអ្នកនាំពាក្យរដ្ឋាភិបាលអីក្រសួងព័ត៌មានអីចឹងទៅគេបកកែសរសេរគេទៅសេមកអញ្ចឹងស្ដាប់មើលទៅល្អអីចឹងណាបាទឃ្លោងឃ្លាពាក្យពេចន៍ក៏ប៉ុន្តែវាគេអត់មានល្អមិនល្អវាមិនអាស្រ័យទៅលើសារលិខិតប្រហែលសន្លឹករបស់លោកហ៊ុនម៉ាណែតទេវាអាស្រ័យទៅលើស្ថានភាពជាក់ស្ដែងដែលយើងមើលឃើញជាក់ស្ដែងដែលយើងឃើញមកដល់ពេលនេះអ្នកសារព័ត៌មានឯករាជ្យអ្នកសារព័ត៌មានអាជីពហ្នឹងគឺនៅតែរងការគំរាមកំហែងការធ្វើទុកបុកម្នេញប្រឈមការយាយីការភ័យខ្លាចអីជាបន្តបន្ទាប់ទៅចំពោះការចាប់ខ្លួនពួកគាត់អីចឹងទៅហើយការចោទប្រកាន់ដោយមិនសមទំនងពីអាជ្ញាធររដ្ឋាភិបាលពីតុលាការរបស់លោកហ៊ុនម៉ាណែតលោកហ៊ុនសែននេះគឺថានៅតែបន្តប្រឈមចឹងទេអត់មានឈប់ទេមកដល់ពេលនេះហើយកាន់តែធ្ងន់ធ្ងរទៀតផងបាទយើងឃើញជាក់ស្ដែងកន្លងមកមានករណីចាប់ខ្លួនអ្នកសារព័ត៌មាន2នាក់ដល់ដាក់គុកដល់14ឆ្នាំគ្រាន់តែអ្នកសារព័ត៌មាន2នាក់ដែលគាត់ធ្លាប់យកអំណោយទៅចែកជូនទៅដល់កងទ័ពហើយគាត់ថតរូបមកសន្លឹកទៅវាជាប់នឹងក្របបែកអីដែលមិនទាន់បានដាក់អីចឹងទៅហើយក៏គេចោតប្រកាន់គាត់នឹងថាធ្វើឲ្យប៉ះពាល់អីចឹងទៅហើយគេចោតប្រកាន់អ្នកសារព័ត៌មានអនឡាញ2នាក់គឺលោកផនសុភាពហើយនិងលោកភាពភារ៉ាហ្នឹងដល់ដាក់គុកដល់14ឆ្នាំយើងឃើញរូបថតមួយសន្លឹកអាចឲ្យអ្នកសារព័ត៌មានជាប់គុក14ឆ្នាំបែកបាក់ក្រុមគ្រួសារប្រពន្ធកូនហើយគាត់គ្មានចេតនាធ្វើអញ្ចឹងទៅទៀតបាទហើយយើងឃើញហើយតាមពិតគេចោទថាគាត់ផ្សព្វផ្សាយព័ត៌មានថតរូបនឹងទៅធ្វើឲ្យប៉ះពាល់អីណាទៅដល់កិច្ចការពីជាតិទៅដល់កិច្ចការងារសម្ងាត់អីក៏ប៉ុន្តែយើងឃើញមកទល់ពេលនេះកងទ័ពអីគ្រប់តែគ្នាថតផុស live ឲ្យគ្រប់ទៅកន្លែងហ្នឹងថតផុសពីកន្លែងលេនឋានពីអីចឹងទៅលោកហ៊ុនម៉ាណែតលោកហ៊ុនសែននិយាយប៉ាត់ណាប៉ាត់ណីនិយាយផ្ដេសផ្ដាស់ទៅបង្ហោះអារឿងសារសម្លេងហ្នឹងដែលគេវាយរឿងផ្ដើមចេញពីលោកហ៊ុនសែនអីទៅរឿងតំណាក់តំណងជាមួយនឹងលោកថាក់ស៊ីនរឿងដែលទៅបង្ហោះសារសម្លេងនៃកិច្ចសន្ទនាកម្រិតកម្ពុជារវាងនាយករដ្ឋមន្ត្រីថៃហ្នឹងដែលធ្វើឲ្យថៃខឹងហើយថៃវាយខ្មែរអីឈ្លានពានដល់សប្តាហ៍ហ្នឹងគឺគេខឹងហ្នឹងឯងហើយយើងគិតមើលអាភាសាអញ្ចឹងទៅចាក់រកគេទៅឆ្កឹះឆ្កៀលកិច្ចការផ្ទៃក្នុងរបស់ថៃហើយបង្កបញ្ហានាំភ្លើងសង្គ្រាមមកដល់ស្រុកខ្មែរហើយលោកហ៊ុនសែនអត់មានបញ្ហាអីសោះមកដល់ពេលនេះហើយលោកហ៊ុនសែនដើរចុះតាមឃុំតាមអីតាមស្រុកអីហ្នឹងដើរបញ្យលឲ្យមន្ត្រីរបស់ខ្លួនអីហ្នឹងឲ្យនៅគ្រប់គ្រងខ្លួនអីទៀតអញ្ចឹងទៅក៏ប៉ុន្តែអ្នកសារព័ត៌មានគាត់ថតរូបមកស្លាក់ជាប់គុក14ឆ្នាំហើយយើងគិតមើលវាធ្ងន់ធ្ងរហួសហេតុណាបាទហើយមួយទៀតអ្នកសារព័ត៌មានមួយទៀតលោកលូតសុផលដែលជាគាត់អ្នកនៅខេត្តបន្ទាយមានជ័យបាទគាត់អ្នកសារព័ត៌មានអនឡាញជាអ្នកកាសែតពលរដ្ឋដែរតាមពិតហើយគាត់ជួយច្រើនណាក្នុងសម័យសង្គ្រាមហ្នឹងគាត់ទៅដឹកពលរដ្ឋគាត់ទៅដឹកអីអ្នកដែលជាប់គាំងអត់មានលុយធ្វើដំណើរអត់មានលុយរត់គេចខ្លួនហ្នឹងអត់មានមធ្យោបាយរត់គេចខ្លួនលោកលូតសុផលហ្នឹងគាត់បើកឡានកាត់គ្រាប់កាត់អីហ្នឹងទៅដឹកមនុស្សដែលជាប់គាំងនៅក្នុងកន្លែងអូស្មាច់អីហ្នឹងយកមកកន្លែងមានសុវត្ថិភាពអីហ្នឹងគាត់ប្រសងគ្រោះថ្នាក់ណាហើយគាត់រៃលុយរៃសពបែបយ៉ាងទាំងអស់ប្រមូលស្បៀងអាហារអីទៅជួយកងទ័ពអីអញ្ចឹងទៅបាទក៏ប៉ុន្តែបែរឲ្យគាត់ផ្សាយចុងក្រោយគាត់ផ្សាយរឿងទាហានខ្វះទឹកហើយយើងឃើញគិតជាក់ស្ដែងទាហានខ្វះទឹកអញ្ចឹងមែនទាហានដើរដួសទឹកថ្លុកអីទឹកកក្រិចអីយកមកហូបអីចឹងទៅគាត់ផ្សាយហ្នឹងដើម្បីឲ្យវាមានដំណោះស្រាយហើយបើឲ្យទៅចាប់គាត់ដាក់គុកមកទល់សពថ្ងៃហ្នឹងទៅយើងឃើញហើយក៏បើលេងចាប់អ្នកសារព័ត៌មានចាប់អ្នកដែលហ៊ាននិយាយដើម្បីឲ្យមានប្រយោជន៍ដើម្បីឲ្យមានការកែប្រែហើយបើចាប់តែរហូតចឹងតើថ្ងៃក្រោយអ្នកណាហ៊ាននិយាយឥឡូវតើអ្នកណាហ៊ាននិយាយអំពីបញ្ហាលំបាករបស់កងទ័ពហើយចង់ឲ្យកងទ័ពបានសុខស្រួលទៀតទៅដូច្នេះអាបញ្ហាហ្នឹងមិននៅជាបញ្ហាហើយទេមិនអញ្ចឹងបាទមកដល់ពេលនេះកងទ័ពជួបការលំបាកអីគេបិទបាត់ហើយហ្នឹងអត់មានឲ្យនិយាយផងហ្នឹងដូច្នេះសេរីភាពសារព័ត៌មាននៅកន្លែងណាយើងគិតមើលតើមាននៅកន្លែងណាហើយបើនិយាយពីរឿងសង្គ្រាមខ្មែរថៃនេះធ្វើទៅបិទតែបន្ទល់ពេលនេះកុំភ្លេចថាបន្ទល់ពេលនេះមិនទាន់មានការច្បាំងគ្នាមែនច្បាំងគ្នានឹងបានបញ្ចប់មែនក៏ប៉ុន្តែអារឿងថៃឈ្លានពាននេះអត់ចប់ទេនៅរងថ្ងៃបាទថៃនៅរីបឡាលុះចូលរងថ្ងៃថៃនៅឈ្លានពានទឹកដីខ្មែររងថ្ងៃហ្នឹងគេមកសាងសង់គេមកទន្ទ្រានអីរងថ្ងៃហ្មងហើយយើងគិតមើលយើងបិទព័ត៌មានស្ងាត់ឈឹងហាក់ដូចជាអត់មានរឿងអីកើតឡើងអញ្ចឹងយើងអត់ឲ្យអ្នកសារព័ត៌មានហ្នឹងទៅផ្សព្វផ្សាយអីទេហើយពលរដ្ឋអត់ដឹងហ្មងពលរដ្ឋអត់ដឹងព័ត៌មានទេនៅពេលដែលពលរដ្ឋអត់ដឹងគាត់អត់ចូលរួមជឿឆ្អាលគាត់អត់ចូលរួមការពារទឹកដីគាត់អត់ខ្វាយខ្វល់ដែរពីព្រោះអាហ្នឹងគឺរដ្ឋាភិបាលបិទព័ត៌មានហ្នឹងអត់ឲ្យគេដឹងអត់ឲ្យគេលឺអញ្ចឹងប៉ុន្តែរឿងវាមានចប់ឯណាបញ្ហាសង្គ្រាមខ្មែរថៃអត់តន់ចប់ទេថៃនៅឈ្លានពាននៅបាត់ដំបងហើយពីមុនយើងឃើញឮថាទៅនៅខេត្តមួយចំនួននេះយើងឮពីខេត្តបន្ទាយមានជ័យឧត្តរមានជ័យខេត្តព្រះវិហារនិងខេត្តពោធិ៍សាត់អញ្ចឹងខេត្តមួយចំនួនទៀតដែលនៅជាប់សមុទ្រអីហ្នឹង
ក៏ប៉ុន្តែឥឡូវនេះយើងឃើញថៃចាប់ផ្ដើមឈ្លានពានតាំងពីខេត្តបៃលិនតាំងពីខេត្តបាត់ដំបងយើងឃើញហើយមានកសែតណាដែលផ្សាយនៅក្នុងស្រុកឯងអត់មានកសែតផ្សាយមកដល់ពេលនេះអ្នកកសែតទាំងអស់ហ្នឹងគាត់ខ្លាចគាត់ប្រឈមហើយគេផ្សព្វផ្សាយគេឌឺដងថៃគេយកដីខ្មែរគេផ្សាយថាយើងអាក្រក់ទៅទៀតអញ្ចឹងគេផ្សាយថាខ្មែរហ្នឹងមានទុច្ចរិតទៅទៀតគេផ្សាយចោតប្រកាន់យើងគេឈ្មោះយើងស្អុយរលួយទៅទៀតហើយតាមពិតយើងគួរតែបដ ாய் គួរតែបើកឱកាសឲ្យអ្នកសារព័ត៌មានតែពិតអ្នកសារព័ត៌មានថៃគ្មានខ្លាំងអីអស្ចារ្យជាងអ្នកសារព័ត៌មានខ្មែរពីណាអ្នកសារព័ត៌មានខ្មែរសិតតែមានសមត្ថភាពសិតតែមានវិជ្ជាជីវៈពួកគាត់ប្រកែប៉ុន្តែមានឲ្យពួកគាត់ទៅធ្វើកិច្ចការងារណានៅពេលដែលរដ្ឋាភិបាលបើកសេរីភាពសារព័ត៌មានអ្នកសារព័ត៌មានខ្មែរយើងទាំងភាសាអង់គ្លេសក៏បានទាំងភាសាខ្មែរគាត់ធ្វើបានល្អហើយលឿនរហ័សដូចគ្នាគាត់មានរបៀបធ្វើការរបស់គាត់ដូចគ្នាក៏ប៉ុន្តែនៅពេលដែលរដ្ឋបတ်សិទ្ធិសេរីភាពពួកគាត់អ្នកសារព័ត៌មានទាំងអស់គាត់អត់អាចធ្វើអីបានទេគាត់ខ្លាចហ្មងគាត់ខ្លាចទៅផ្សាយខុសមួយម៉ាត់ជាប់គុកផ្សាយខុសមួយម៉ាត់អាចបិទស្ថាប័នគាត់ចោលដូច្នេះគាត់ទុកចោលគាត់អត់ផ្សាយហើយនៅពេលដែលអត់ផ្សាយពលរដ្ឋអត់ដឹងទេអារឿងហ្នឹងរឿងអញ្ចឹងក្រៅពីរឿងព្រំដែនយើងងាកមកមើលអារឿង scam online មើល scam online ពេញទឹកពេញដីផលប៉ះពាល់សង្គមយើងអាក្រក់ប៉ុណ្ណាទៅហើយយើងអត់ឲ្យអ្នកសារព័ត៌មានផ្សាយគាត់អ្នកសារព័ត៌មានផ្សាយកន្លងមកដូចលោកហែមបណ្ណាគាត់ផ្សាយអ្នកកាសែត online ម្នាក់គាត់ផ្សាយរឿង scam online ថាមានករណី scam online នៅក្បែរអគារប៉ុស្តិ៍កងរាជអាវុធហត្ថចាប់គាត់ដាក់គុកដែរហើយកន្លងមកលើកទឹកចិត្តថាឲ្យចូលរួមផ្សព្វផ្សាយឲ្យចូលរួមរាយការណ៍មកអាជ្ញាធរទៅដើម្បីប្រក្រាបនៅពេលដែលគាត់រាយការណ៍ចាប់គាត់នៅខាងខេត្តតាកែវក៏ចាប់គាត់អ្នកកាសែត online ប្រហែលអ្នកដែលផ្សាយពីរឿង scam online អគារខាងមនុស្សហ្នឹងឃើញមានសេរីភាពពីណាមកយើងឃើញកន្លងមកគឺថាអត់ទេហើយអាសេរីភាពសារព័ត៌មាននេះវាតឹងទៅយ៉ាងទៅជាពិសេសក្នុងស្ថានភាពដែលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងកំពុងបាត់បង់ប្រជាប្រិយភាពហ្នឹងគឺថាបតឹងខ្លាំងមែនតើនៅយើងទៅបាទដូច្នេះអានេះយើងនិយាយអំពីការរដ្ឋបတ်សេរីភាពសារព័ត៌មានការចាប់ចងការធ្វើទុកបុកម្នេញអីហូហែអីអញ្ចឹងណាបាទហើយយើងឃើញនៅក្នុងរបាយការណ៍របស់កម្ពុជារបាយការណ៍របស់សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហ្នឹងគេបានកត់ត្រាថាគ្រាន់តែនៅក្នុងពីខែមករាដល់ខែមេសាឆ្នាំ2026បាទទៅដើមឆ្នាំតែប្រហែលខែនេះគឺថាមានការរំលោភសិទ្ធិអ្នកសារព័ត៌មានចំនួន14ករណីអាហ្នឹងគេកត់ត្រាដោយសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហើយបើគេរាប់នៅក្នុងឆ្នាំ2000សំទោសនៅក្នុងឆ្នាំដើមឆ្នាំ2026ហ្នឹង14ករណីហ្នឹងគេមានក្នុងហ្នឹងគេមានអ្នកសារព័ត៌មាន2នាក់ដែលត្រូវបានឃុំខ្លួនបដិអាសន្នហើយ6នាក់ត្រូវបានឃាត់ខ្លួនហើយ5នាក់ទៀតត្រូវបានកោះហៅនៅមួយករណីគម្រាមកំហែងហ្មងបាទហើយនៅក្នុងឆ្នាំ2025វិញកម្ពុជាបានកត់ត្រាថាមានករណីបំពានសិទ្ធិអ្នកសារព័ត៌មាននឹងចំនួន61ករណីបាទដែលប៉ះពាល់ទៅដល់អ្នកសារព័ត៌មានចំនួន57នាក់ក្នុងនោះមាន50សំទោសក្នុងនោះមាន45ករណីជាការគម្រាមកំហែងតាមផ្លូវច្បាប់ហើយមានអ្នកសារព័ត៌មាន2នាក់ត្រូវបានកាត់ទោសឲ្យជាប់គុក14ឆ្នាំដូចខ្ញុំរៀបរាប់ហ្នឹងគឺលោកមានលោកផនសុភាពនិងលោកភិបភារាហ្នឹងបាទហើយអាតួលេខហ្នឹងគឺថាវាស៊ីសងគ្នាជាមួយនឹងស៊ីសង្វាក់ជាមួយនឹងរបាយការណ៍ឬក៏សន្ទុះនៃសេរីភាពសារព័ត៌មានដែលវាយតម្លៃដោយអង្គការរបស់អ្នកសារព័ត៌មានគ្មានព្រំដែននៅជាដើមដែលគេបានដាក់បន្ទុកចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាហ្នឹងគឺថា151នៅក្នុងចំណោម180ប្រទេសហ្នឹងបាទមានន័យថាប្រទេសកម្ពុជាហ្នឹងស្ថានភាពសេរីភាពសារព័ត៌មានហ្នឹងនៅតែអាក្រក់នៅតែមានការគម្រាមកំហែងធ្ងន់ធ្ងរអីជាដើមទេអត់ទាន់មានភាពធូរស្រាលអីល្អប្រសើរទេនៅតែធ្ងន់ធ្ងរអីចឹងហើយអាហ្នឹងយើងឃើញការគម្រាមកំហែងហើយយើងឃើញបើយើងនិយាយអំពីស្ថានភាពសេរីភាពអ្នកព័ត៌មានវិញមកដល់ពេលនេះអ្នកដែលព័ត៌មានអាជីពហ្មងគឺសឹងថាអត់មានកន្លែងឈរជើងទេនៅស្រុកខ្មែរអត់មានស្ថាប័នសារព័ត៌មានអីហ្នឹងគឺថាបិទអស់ហើយអត់មានទេហើយស្ថាប័នព័ត៌មានដែលឯករាជ្យហ្នឹងអត់លុយធ្វើការមកអត់មានលុយធ្វើការទេលុយតាន់តាតអីអ្នកសារព័ត៌មានទាំងអស់ទាំងឥឡូវទាំង TFA របស់ពួកយើងនេះទាំងទូរទស្សន៍អាស៊ីសេរីពួកយើងទាំងអ្នកសារព័ត៌មាននៅក្នុងស្រុកច្រើនណាស់សិតតែឥឡូវនេះចាប់ផ្ដើមដើរអង្គាសលុយពីមហាជនឲ្យមកជួយដើម្បីត្រួតត្រងប្រតិបត្តិការរបស់ខ្លួនការផ្សាយព័ត៌មានរបស់ខ្លួននឹងធ្វើម៉េចដើម្បីអាចបន្តផ្ដល់ជាសម្លេងទៅដល់ប្រជាពលរដ្ឋទៀតទៅពីព្រោះគេមើលឃើញពួកគាត់ម្នាក់ៗហ្នឹងសិតតែជាអ្នកដែលមានអាជីពជាអ្នកសារព័ត៌មានទៅហើយណាហើយឃើញសង្គមវាច្បោកច្បល់អញ្ចឹងមិនអាចដាច់ចិត្តឈប់ពីការងារនឹងបានដូច្នេះគាត់នៅតែបន្តអីចឹងទៅយើងឃើញដូច្នេះឥឡូវនេះអ្នកសារព័ត៌មានខ្មែរយើងគឺភិកច្រើនអ្នកដែលព័ត៌មានអាជីពហ្មងគាត់អត់មានអីធ្វើហ្មងអ្នកខ្លះអត់មានទាំងស្ថាប័ននេះហ្មងគាត់នៅស្ងៀមគាត់ឲ្យអត់មានការងារអត់មានស្ថាប័នជ្រកកោនអីអញ្ចឹងណាបាទហើយវាទៅជាអ្វីដែលយើងឃើញគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺអ្នកសារព័ត៌មានបែប
យើងឃើញអ្នកសារព័ត៌មានអនឡាញដែលដើរយកព័ត៌មានឯងប្រងព្រាតអីចឹងណាតាមដងផ្លូវនឹងអ្នកណាអីក្បត់ប្តីក្បត់សង្សារអីចឹងទៅអ្នកណាចង់ទៅលោតទឹកអីចឹងទៅមកជិះម៉ូតូពៀគៀគ្នាយើងឃើញទៅព្រាតប្រសាចអីចឹងណា10 20នាក់ហ្នឹងគេថាព្រូតអីចឹងទៅអ្នកណាដើរម្នាក់ឯងហ្នឹងគេថាទៅព្រូតសួរអីចឹងទៅវាទៅជារបៀបកើនឡើងអញ្ចឹងទៅវិញហើយចំណែកអ្នកសារព័ត៌មានអាជីពអ្នកសារព័ត៌មានដែលធ្វើការងារត្រឹមត្រូវស៊ីជម្រៅហ្នឹងបែរជាអត់ឃើញសម្បូរឯឥឡូវនៅស្រុកយើងមានផលប៉ះពាល់ទាំងរឿងការគម្រាមកំហែងផ្ទាល់ពីរដ្ឋាភិបាលផងទាំងស្ថាប័នរបស់ខ្លួនឯងមិនមានលុយកាក់ផងតាំងពីផលប៉ះពាល់ពីរឿងការសម្រេចចិត្តគោលនយោបាយរបស់រដ្ឋាភិបាលនៅអាមេរិកអីហ្នឹងទៅដែលផ្ដាច់ជំនួយផ្ដាច់អីគឺថាប៉ះពាល់ធំធេងអីហ្នឹងទៅដូច្នេះពួកគាត់អត់សូវមានសកម្មភាពហើយមិនសូវមានធ្វើការងារអីបាននេះទេចំណែកអ្នកព័ត៌មានដែលដែលយើងឃើញញ៉ៃនៅក្នុងសង្គមហ្នឹងគឺថាទៅជាសម្បូរបែបអីវិញមានការការពារមានការលើកទឹកចិត្តអីទៅជារបៀបអញ្ចឹងណានៅក្នុងសង្គមហ្នឹងហើយយើងនៅពេលដែលវាមានផលប៉ះពាល់ច្រើនណាស់នៅពេលដែលរឿងនឹងកើតឡើងនោះបាទចាថៃរឿងរ៉ាវដែលត្រូវរាយការណ៍មានន័យថាអ្វីដែលអ្នកកាសែតត្រូវរាយការណ៍ដើម្បីជាប្រយោជន៍សង្គមជាតិដើម្បីជាប្រយោជន៍ពលរដ្ឋហ្នឹងគឺតែងតែរងការរារាំងរដ្ឋបិទមិនឲ្យចេញផ្សាយបានទេលើសពីនឹងដូចថៃបានរៀបរាប់អញ្ចឹងគឺមានអ្នកដែលត្រូវចាប់ដាក់ពន្ធនាគារអ្នកដែលត្រូវចោទប្រកាន់អ្នកដែលត្រូវធ្វើទុកបុកម្នេញអីជាដើមហើយរឿងមួយដែលរឿងធំសម្រាប់ជាតិដែលយើងគួរតែផ្ដោតហើយអ្នកសារព័ត៌មាននឹងត្រូវតែយកចិត្តទុកដាក់រាយការណ៍នឹងគឺរឿងបញ្ហាបូរណភាពទឹកដីបច្ចុប្បន្ននេះដែលយោធាថៃរំលោភឈ្លានពានយកទឹកដីរបស់យើងហើយនេះនៅព្រំដែនគោកដែលយើងដឹងខ្លះឮខ្លះប៉ុន្តែនៅព្រំដែនទឹកដែលកប់បាត់ព័ត៌មានដែលគ្មានអ្នកណាអាចទៅរកទៅរាយការណ៍មកបាននេះរឿងបូរណភាពទឹកដីទាំងខាងកើតទាំងខាងលិចព្រំដែនខាងលិចព្រំដែនខាងកើតហើយនឹងបញ្ហាផ្សេងទៀតពាក់ព័ន្ធដូចជាបញ្ហាផែនទីបច្ចេកទេសអីផ្សេងការដែលដាក់ដៅចំណុចនៃទឹកដីយើងនៅលើផែនទីនៅលើបណ្ដាញឯកសារជា digital ជាអីហ្នឹងអនឡាញអីហ្នឹងគឺយើងនៅខ្សោយណាស់ហើយគ្មានអ្នកណារាយការណ៍រឿងហ្នឹងដោះស្រាយរឿងហ្នឹងបានទេហើយគ្មានអ្នកណាទៅតាមដានទៅសួរនាំមន្ត្រីដែលពាក់ព័ន្ធទាំងអស់ហ្នឹងដើម្បីដោះស្រាយបញ្ហាហ្នឹងទេទី1ទី2ហ្នឹងគឺរឿងទុកសោករបស់ពលរដ្ឋដែលបាត់ដីបាត់ធ្លីនៅតាមព្រំដែនហ្នឹងគឺគេបំភ្លេចចោលគេកប់ចោលតែម្ដងមកដល់ពេលនេះទោះបីជាផ្ទះដែលពួកគាត់គេផ្ដាល់ឲ្យបណ្ដោះអាសន្នហ្នឹងគឺថាត្រូវព្យុះប៉ើងបាក់សសរអីយ៉ាងម៉េចក៏ពិបាកនឹងទៅយកព័ត៌មានមកផ្សព្វផ្សាយឲ្យពួកគាត់ណាពីព្រោះត្រូវរារាំងត្រូវរដ្ឋបិទត្រូវគំរាមកំហែងហើយនេះចំណុចទី2ចំណុចទី3នេះគឺតាក់ទងទៅនឹង scam online ការប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែននេះក៏លាក់កំបាំងដែរហើយយើងដឹងទាំងអស់គ្នាថានៅពេលដែលពិភពលោកហៅកម្ពុជាថា Cambodia គឺនាំគ្នាប្រតិកម្មឲ្យគេដោះស្រាយបញ្ហាហ្នឹងឲ្យកុំឲ្យគេហៅប៉ុន្តែមិនបានដោះស្រាយបញ្ហាឲ្យចំទេគឺនៅតែបង្កឲ្យមានរឿងនេះកើតឡើងហើយអ្នកពាក់ព័ន្ធជាច្រើនទៀតគឺនៅតែអាចរស់នៅដោយសេរីគ្មានច្បាប់ណាអនុវត្តទេទៅលើពួកគេទេនេះជារឿងទី3ហើយរឿងទី4ហ្នឹងគឺតាក់ទងទៅនឹងស្ថានភាពទូទៅផ្សេងទៀតរឿងនយោបាយពុករលួយផ្នែកនយោបាយពុករលួយលើបញ្ហាទូទៅក៏មិនអាចទៅរាយការណ៍បានដែរដូច្នេះមានរឿងច្រើនណាស់ដែលអ្នកកាសែតដែលជាអ្នកកាសែតប្រកាន់វិជ្ជាជីវៈពិតប្រាកដជាអ្នកកាសែតដែលបម្រើផលប្រយោជន៍ជាតិពិតប្រាកដហ្នឹងគឺទៅស្វែងរកទៅផ្សព្វផ្សាយទៅយករឿងអស់ហ្នឹងមកដើម្បីឲ្យមានការដោះស្រាយមានការទទួលខុសត្រូវពីព្រោះថាមេដឹកនាំត្រូវមានពាក្យមួយថាទទួលខុសត្រូវទទួលយកទាំងរឿងល្អហើយក៏ត្រូវតែទទួលយកនៅទោសកំហុសដែលខ្លួនឯងបានធ្វើដែរមិនមែនឲ្យគេទៅសេទៅសើទៅល្អទេប៉ុន្តែនៅពេលដែលខ្លួនឯងធ្វើកំហុសបែរជាបិទមាត់គេមិនឲ្យគេនិយាយនោះទេតើនៅពេលដែលរឿងទាំងអស់នេះត្រូវបិទមិនអាចរាយការណ៍បានមិនអាចយកមកផ្សព្វផ្សាយបាននឹងថាតើវាមានផលប៉ះពាល់កម្រិតណាថៃបាទនៅពេលដែលអ្នកសារព័ត៌មានមិនអាចរាយការណ៍ព័ត៌មានរបស់ខ្លួនទៅតាមសិទ្ធិរបស់ខ្លួនទៅតាមសេរីភាពរបស់ខ្លួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនេះហ្នឹងគឺជាការពិតណាស់វាមានផលប៉ះពាល់សម្បើមណាស់ទៅដល់ប្រជាពលរដ្ឋ
ទៅដល់សង្គមតែម្ដងបាទយើងឃើញដូចខ្ញុំបានលើកឡើងអ្នកស្រីសុជីវីបានលើកឡើងមានបញ្ហាច្រើនណាស់នៅក្នុងស្រុកខ្មែរដែលបានកប់ទុកហ្នឹងហើយយើងឃើញបែរជាមកអ្នកសារព័ត៌មានអាជីពអ្នកសារព័ត៌មានឯករាជ្យអីដែលមានវិជ្ជាជីវៈត្រឹមត្រូវហ្នឹងគឺថាអត់អាចបំពេញតួនាទីរបស់ខ្លួនបានទេគាត់អត់អាចទៅផ្សព្វផ្សាយព័ត៌មានបែបស៊ីជម្រៅព័ត៌មានបែបស៊ើបអង្កេតពាក់ព័ន្ធទៅនឹងរឿងសេដ្ឋកិច្ចរឿងសង្គមរឿងនយោបាយរឿងអំពើពុករលួយបញ្ហាព្រំដែនអីហ្នឹងគឺថាគាត់អត់អាចទៅសរសេរអីបានស៊ីជម្រៅឯណាដូច្នេះរឿងទាំងអស់ហ្នឹងគឺអត់ពលរដ្ឋគាត់ចង់ដឹងពលរដ្ឋគាត់ចង់ដឹងណាពីរឿងសេដ្ឋកិច្ចពីរឿងសង្គមរឿងពុករលួយរឿងបញ្ហាព្រំដែនរឿងនយោបាយរឿងស្អីរឿងសិទ្ធិសេរីភាពរឿងច្បាប់រឿងអីនេះគឺគាត់ចង់ដឹងណាព្រោះសិតតែជារឿងដែលមានប្រយោជន៍ដែលធ្វើឲ្យគាត់នឹងអាចសម្រេចចិត្តអីបានណាបាទក៏ប៉ុន្តែគាត់អត់បានព័ត៌មានទាំងអស់ហ្នឹងឯងហើយបែរជាមានសារព័ត៌មានគេហៅ10អត់បានមកយូរសារព័ត៌មានអនឡាញតាមដងផ្លូវទៅផ្សព្វផ្សាយរឿងប្តីប្រពន្ធគេឆ្លោះគ្នាអញ្ចឹងទៅអ្នកណាដើរដេកដួលតាមផ្លូវអ្នកលោតទឹកអីហើយព័ត៌មានវល់នៅក្នុងសង្គមហើយពលរដ្ឋហ្នឹងគាត់ចាប់ផ្ដើមទទួលបានព័ត៌មានវល់ពេញទឹកពេញដីតែម្ដងអារឿងដែលមានប្រយោជន៍សម្រាប់គាត់រឿងដែលអាចកែសង្គមឲ្យល្អមកបានហ្នឹងគឺថាអត់មានទេទៅអញញ៉ៃហ្នឹងទៅយើងដូច្នេះអាព័ត៌មានដែលយើងឃើញដែលលេចធ្លោនៅក្នុងសង្គមហ្នឹងគឺថាបែបអញញ៉ៃច្បោកច្បល់ដែលមិនមានប្រយោជន៍អីទេយើងឃើញជួនកាលគាត់ទៅប៉ះឡានប៉ះម៉ូតូគៀគ្នាហ្នឹងគឺថាវាយគ្នាហ្នឹងគឺថាតាមសួរតាមអីហ្នឹងទៅបញ្ហាក្មេងទំនើងបញ្ហាអីគឺអ្នកកាសែតអនឡាញហ្នឹងទៅព្រួតផ្សាយព័ត៌មានអារឿងអស់អញ្ចឹងប៉ុន្តែរឿងធំដែលពាក់ព័ន្ធទៅដល់អាយុជីវិតពលរដ្ឋបញ្ហាអាយុជីវិតជាតិបញ្ហាសង្គមហ្នឹងគឺថាអត់សូវមានគេផ្សព្វផ្សាយមកដល់ពេលនេះអត់សូវមានអ្នកផ្សព្វផ្សាយណាឥឡូវយើងមើលរឿងសេដ្ឋកិច្ចរបស់យើងវាប៉ះពាល់ប៉ុណ្ណាទៅមកដល់ពេលនេះរឿងវិបត្តិសេដ្ឋកិច្ចរបស់យើងពលរដ្ឋអត់ការងារធ្វើពលរដ្ឋដែលមកពីថៃមកពលករចំណាក់ស្រុកដែលធ្លាប់រស់នៅថៃឥឡូវហ្នឹងវិលមកវិញហ្នឹងអត់មានការងារធ្វើមានអ្នកណាទៅដឹងអំពីសុខទុក្ខរបស់គាត់ទេបញ្ហាពលរដ្ឋជាពាក់បំណុលហើយបញ្ហាវិបត្តិបំណុលនេះវារឿងបំណុលនេះវាជារឿងដែលជារឿងធ្ងន់នៅក្នុងសង្គមខ្មែរនេះពីព្រោះបំណុលនេះវាអត់លេចធ្លោមែនជារឿងដែលកប់ទុកនៅពីក្រោយខ្នងមែនជារឿងដែលនៅពីក្រោយជារឿងដែលនៅតាមផ្ទះរៀងៗខ្លួនដែលមិនមានអ្នកណាដឹងមែនក៏ប៉ុន្តែគ្រប់ខ្នងផ្ទះគ្រប់ពលរដ្ឋទាំងអស់គ្រប់ក្រុមគ្រួសារសិតតែមានបញ្ហាបំណុលដូច្នេះគឺជារឿងធ្ងន់ណាស់ហើយទាំងវិបត្តិសេដ្ឋកិច្ចអីដែលមិនមានឯហ្នឹងហើយយើងបែរជាប្រព្រឹត្តនៅគេហៅសេដ្ឋកិច្ចបែបខ្មៅបញ្ហា scam online មកឆោបបោកឲ្យពេញទឹកពេញដីអីចឹងយើងឃើញមានអ្នកកាសែតណាអីទៅអាចផ្សាយពេញដៃពេញជើងដែលអ្នកសារព័ត៌មានក្នុងស្រុកណាទៅផលិតរឿងវីដេអូអីណាពាក់ព័ន្ធនឹងបញ្ហាឆោបបោករឿង scam រឿងអីបានទេអ្នកក្នុងស្រុកអត់អាចធ្វើបានទេគេចាប់ភ្លាមតែឥឡូវហ្នឹងដូច្នេះឃើញរឿងអស់ហ្នឹងគឺថាអត់អាចដោះស្រាយបានទេវាកប់ទុកអញ្ចឹងទៅរឿងបញ្ហានយោបាយអ្នកនយោបាយលោកហ៊ុនសែនលោកហ៊ុនម៉ាណែតអីប្រទេសផ្ដាស់ពេញណាពេញណីក៏មិនអាចអ្នកកាសែតអីទៅវិភាគអីរបៀបដឹកនាំមិនត្រឹមត្រូវរបស់លោកហ៊ុនសែនលោកហ៊ុនម៉ាណែតដែរលោកហ៊ុនសែនលោកហ៊ុនម៉ាណែតធ្វើអីប៉ាត់ណាប៉ាត់ណីហើយយើងឃើញបើសិនជាអ្នកសារព័ត៌មាននឹងមានសេរីភាពត្រឹមត្រូវម្លេះស្រុកយើងវាអត់មាន scam online ទេម្លេះស្រុកយើងអាចមានភាពល្អប្រសើរឬក៏ម្លេះប្រហែលជាថៃមិនហ៊ានឈ្លានពានស្រុកយើងផងបើសិនជាមានអ្នកសារព័ត៌មានខ្មែរមានអីមានវិជ្ជាជីវៈអីត្រឹមត្រូវផ្សព្វផ្សាយអីមានត្រឹមត្រូវហ្នឹងគឺថាថៃក៏មិនហ៊ានឈ្លានពានដែរហើយលោកហ៊ុនសែនក៏មិនហ៊ានទៅធ្វើរឿងឥតប្រយោជន៍ដែលនាំគ្រោះដល់ប្រទេសជាតិដែរដូច្នេះពីព្រោះគាត់ខ្លាចអ្នកសារព័ត៌មាននៅពេលដែលអ្នកសារព័ត៌មានមានអំណាចត្រឹមត្រូវគឺថាអត់ហ៊ានធ្វើអីផ្ដេសផ្ដាសយើងឃើញយើងកលេចមើលទៅអង្ការពីព្រោះអាសារព័ត៌មានហ្នឹងដូចខ្ញុំថាម្ដងតឹងម្ដងធូរហ្នឹងពីព្រោះវាអាស្រ័យទៅលើស្ថានភាពនយោបាយអង្ការមុនឆ្នាំ2017សេរីភាពសារព័ត៌មានរៀងគ្រាន់បើមានបពប្រឆាំងមានអង្គការសង្គមស៊ីវិលមានអ្នកសារព័ត៌មានឯករាជ្យពួករដ្ឋាភិបាលមានហ៊ានអីធ្វើអីផ្ដេសផ្ដាសណាខំប្រឹងបំពេញទូនាទីបម្រើប្រជាពលរដ្ឋដើម្បីបានសិលឹកឆ្នោតដូចគ្នាក៏ប៉ុន្តែនៅពេលដែលកម្ចាត់សង្គមស៊ីវិលកម្ចាត់អ្នកសារព័ត៌មានកម្ចាត់បពប្រឆាំងអស់ពួករដ្ឋាភិបាលរងថ្ងៃឆ្លើយចង្អត់នេះអត់មានខ្វល់ជីសេះលេងដៃអត់មានបម្រើប្រជាពលរដ្ឋអីណាយើងប្រាប់ឲ្យពលរដ្ឋខំទៅសនំពរឲ្យដោះស្រាយស្ដីបន្ទោសពលរដ្ឋអីយ៉ាងទៅមកដល់ពេលនេះបញ្ហានៅតែបញ្ហាដដែលយើងឃើញហើយចាប់មនុស្សដាក់គុកអីចាប់អ្នកពីមុនចាប់ទៅអ្នកសារព័ត៌មានផ្សព្វផ្សាយទៅអីទៅស្វែងរកយុត្តិធម៌ជូនពួកគាត់ទៅគឺធ្វើឲ្យរដ្ឋាភិបាលហ្នឹងអាម៉ាស់អញ្ចឹងទៅគិតថាខ្លួនឯងធ្វើមិនត្រឹមត្រូវដោះលែងអញ្ចឹងទៅបាទពីព្រោះមានអ្នកសារព័ត៌មានអីអញ្ចឹងទៅឥឡូវអ្នកនយោបាយអ្នកសកម្មជនសង្គមពលរដ្ឋអីដែលគេចាប់ដាក់គុកហ្នឹងជួនកាលចាប់ដាក់ស្ងាត់មកមួយអាទិត្យក្រោយមកជួនកាលបាត់ខ្លួនមួយអាទិត្យបាត់ខ្លួនមនុស្សឥឡូវនេះចាប់ខ្លួនអត់មានប្រាប់គ្រូសាទៀតជួនកាលបាត់សាច់ញាតិមួយអាទិត្យចុងក្រោយមកបានសាច់ញាតិនឹងដឹងមកអីទាក់ទងចូលឡើងចឡើងសូចុះសូឡើងគេចាប់ដាក់គុកបាត់ហើយហ្នឹង
ចាប់មនុស្សចម្រិតយកមនុស្សយកទៅដាក់គុកមកអាទិត្យអីអត់បានអត់នេះឥឡូវព័ត៌មាននៅក្នុងស្រុកខ្មែរគឺសាហាវមែនទែនហើយអ្នកសារព័ត៌មានមានតែផ្សាយណាអ្នកនយោបាយជាប់គុកដោយអយុត្តិធម៌សកម្មជនជាប់គុកដោយអយុត្តិធម៌មិនមានអ្នកសារព័ត៌មានអីទៅបានផ្សព្វផ្សាយអីដើម្បីរកយុត្តិធម៌ជូនពួកគាត់ទេអំពើពុករលួយចាក់ស្រេះអីយើងឃើញហើយឥឡូវនេះមន្ត្រីរាជការនៅក្នុងស្រុកខ្មែរមួយចំនួនពុករលួយខ្លាចទៅជារឿងមោទនភាពទៅទៀតពីព្រោះអត់មានអ្នកណាទៅដេញដោលស៊ូគាត់ទៅតាមដានឆ្កឹះឆ្កៀលស៊ើបអង្កេតអំពីបញ្ហាអំពើពុករលួយរបស់គាត់ពុករលួយអ្នកណាទៅកាន់គួយហ្នឹងរហូតដល់មានប្រពន្ធ7អីចឹងទៅហើយយើងគិតមើលរាប់សិបឆ្នាំមកបាទរាប់សិបឆ្នាំមកមានពុករលួយអីយកលុយមកចិញ្ចឹមដល់ប្រពន្ធ7នាក់អីចឹងហើយតើប៉ះពាល់ដល់សង្គមយើងប៉ុណ្ណាហើយអត់មានអ្នកសារព័ត៌មានអីទៅឆ្កឹះឆ្កៀលអីបានគេគឺអំពើពុករលួយបញ្ហានៅក្នុងសង្គមធំដែលมันអាចយកទៅមកដោះស្រាយបានហើយរឿងបញ្ហាព្រំដែនអីមកដល់ពេលនេះដូចខ្ញុំថាយើងអត់ទាន់ចប់ទេថៃនៅតែឈ្លានពានប៉ុន្តែមានអ្នកកសែតណាទៅផ្សព្វផ្សាយអីថាថៃឈ្លានពានមករៀបបន្លាលុះមកយកដីខ្មែរអីសពយ៉ាងគឺថាបិទចិត្តឈឹងពលរដ្ឋគិតថាធម្មតាបាត់ហើយហ្នឹងដូច្នេះព័ត៌មានទាំងអស់នេះគឺអត់មានទេគឺកប់តែម្ដងកប់ទុកនៅពេលដែលយើងផ្សាយទៅវាមានដំណោះស្រាយបើមិនជាព័ត៌មានអត់មានអ្នកណាផ្សាយអត់មានអីហ្នឹងទៅអាបញ្ហាទាំងអស់នោះវាកប់វាបាត់ទាំងអស់នោះវាកប់ប៉ុន្តែសួរថាវាកប់ហ្នឹងវាស្ងាត់វាដោះស្រាយបានទេអត់ទេពលរដ្ឋជាអ្នករងគ្រោះសង្គមហ្នឹងជាអ្នករងគ្រោះប្រទេសជាតិហ្នឹងជាអ្នករងគ្រោះតែម្ដងអាហ្នឹងគឺអញ្ចឹងហើយអត់មានដំណោះស្រាយអីតែដូចរឿងបញ្ហាសប្តាហ៍ថ្ងៃនេះផលប៉ះពាល់របស់ជនភៀសសឹកអីរាប់ម៉ឺនគ្រួសារមកដល់ពេលនេះតើស្ថានភាពពួកគាត់យ៉ាងម៉េចយើងមានតែដឹងឯណាមិនអញ្ចឹងមានអ្នកណាគេមិនឲ្យអ្នកសារព័ត៌មានហ្នឹងទៅសម្ភាសជនភៀសសឹកអំពីស្ថានភាពរស់នៅរបស់គាត់ឯណាតើមានការគិតគូរពីពួកគាត់បែបណាតើមានអាហារហូបចុកគ្រប់គ្រាន់ទេពេលភ្លៀងពេលខ្យល់ពេលអីមកហ្នឹងតើគាត់រស់នៅទ្រុឌទ្រោមលំបាកយ៉ាងណាទៅពីជីវិតរបស់គាត់ហ្នឹងបាទមានការគិតគូរអំពីសុខភាពរបស់ពួកគាត់បែបណាហើយតើដំណោះស្រាយពួកគាត់នឹងទទួលបាននៅពេលណាគឺវារឿងរបស់ពួកគាត់គឺត្រូវបានគេទុកចោលតែម្ដងរឿងបញ្ហាអក្រិតជនឆោបបោកអីលុយរបស់ពលរដ្ឋខ្មែរឥឡូវនេះរឿងពលរដ្ឋខ្មែរដែលជាម្ចាស់លុយសោះនេះដែលមានលុយខំប្រឹងរកស៊ីឈាមខ្លួនឯងបានលុយហើយទៅផ្ញើនៅធនាគារគិតថាវាមានសុវត្ថិភាពហើយលើធនាគាររបស់ក្មួយប្រុសលោកហ៊ុនសែនលោកហ៊ុនតូនហ្នឹងលុយរបស់ពួកគាត់ទៅទៀតហើយគាត់ក៏នៅតវ៉ាយកលុយពួកគាត់វាយពួកគាត់ទៅទៀតហើយយើងឃើញមើលអ្នកកសែតក្នុងស្រុកតើស្ថាប័នសារព័ត៌មានដែលគ្រប់គ្រងដោយក្រុមគ្រួសារលោកហ៊ុនសែនហ្នឹងមានចុះផ្សាយរឿងអស់ហ្នឹងទេអត់មានទេបានស្ថាប័នព័ត៌មានបន្តិចបន្តួចដែលផ្សព្វផ្សាយហើយសង្គមយើងវាធ្លាក់ដល់កម្រិតហ្នឹងកម្រិតដែលលុយខ្លួនឯងសោះទៅលុយខ្លួនឯងដែលខំប្រឹងរកស៊ីបានគេលួចលុយហើយទៅទាលុយទៅសុំលុយខ្លួនឯងសុំឲ្យមានដំណោះស្រាយនេះគេវាយធ្វើបាបទៅទៀតយើងគិតមើលវិបត្តិសង្គមហ្នឹងវាធ្ងន់ធ្ងរប៉ុណ្ណាទៅយើងសម័យឃើញវាអាក្រក់ប៉ុណ្ណាទៅមិនអញ្ចឹងបាទរឿងវាច្រើនណាស់អ្នកចាញ់បោកអីណាលេងចន្ទណាអ្នកចាញ់បោកអីហ៊ីកំហុងអ្នកចាញ់បោកអុកញ៉ាមួយចំនួនទៀតអីមកដល់ពេលនេះអ្នកខ្លះអស់លុយអ្នកខ្លះអស់ផ្ទះជីវិតពួកគាត់នឹងលំបាកប៉ុណ្ណាទៅពលរដ្ឋដែលរងគ្រោះនោះត្រូវបានគេបំភ្លេចចោលអស់ហើយហ្នឹងមានអ្នកណាទៅតាមដានព័ត៌មានអីពីពួកគាត់អីច្រើនគេអត់ខ្វល់ប៉ុណ្ណឹងគេគិតតែពីផ្សព្វផ្សាយពីការរីកចម្រើនអីមិនតិចបន្តួចអីពីស្ថានភាពអ្នកមានមកក្តាប់តូចរបស់គេហ្នឹងបាទអាហ្នឹងគឺជាបញ្ហាដែលយើងឃើញអីអញ្ចឹងទៅបាទហើយយើងឃើញនៅពេលដែលអត់មានសារបានសារព័ត៌មានឯករាជ្យត្រឹមត្រូវរដ្ឋាភិបាលធ្វើអីតាមដំណឹងចិត្តអីអញ្ចឹងទៅធ្វើអីតាមដំណឹងចិត្តអត់ខ្វាយខ្វល់អត់បំរើប្រជាពលរដ្ឋអីឲ្យត្រឹមត្រូវទេចង់និយាយអីចង់ធ្វើអីទីបំផុតវាបញ្ហាវាគ្រោះថ្នាក់ដល់សង្គមជាតិយើងគាត់ចង់បង្កើតច្បាប់អីបង្កើតតាមនឹងទៅគាត់ចង់ទៅទម្លាយសារសម្លេងរបស់កូនស្រីលោកថាក់ស៊ីនអីទម្លាយទៅដល់ពេលទីបំផុតថៃខឹងថៃវៃប៉ះពាល់ដល់ខ្មែរបាត់ទឹកបាត់ដីបាត់ប្រាសាទពលរដ្ឋរងគ្រោះរាប់ម៉ឺននាក់អីជាដើមយើងឃើញមានដំណោះស្រាយពីណាមកយុទ្ធធម៌ដែលពលរដ្ឋកំពុងរងគ្រោះនេះក៏អត់មានដែរនៅពេលដែលអ្នកសារព័ត៌មានអត់បានផ្សព្វផ្សាយហើយយើងដឹងហើយសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋក៏អត់មានដែរពលរដ្ឋគាត់បញ្ចេញមតិបញ្ចេញយោបល់របស់គាត់តាមរយៈសារព័ត៌មានហើយបិទអ្នកសារព័ត៌មានអស់ដូច្នេះហើយបានគេនិយាយថាសារព័ត៌មាននេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៅក្នុងសម្រាប់វិស័យសម្រាប់សិទ្ធិមនុស្សសម្រាប់គោលការណ៍គ្រឹះរបស់ប្រជាធិបតេយ្យនេះគឺអត់អាចខ្វះបានទេហើយសង្គមនឹងគឺវាមានយុត្តិធម៌សង្គមនឹងសេរីភាពសារព័ត៌មានវាជួយឲ្យសង្គមមានយុត្តិធម៌វាមានតម្លាភាពពីព្រោះមន្ត្រីឆ្កាមិនអាចធ្វើបានទេអ្នកសារព័ត៌មានបោកដោលធ្វើម៉េចឲ្យអ្នកឯងនឹងធ្វើកិច្ចការងារត្រឹមត្រូវការវិនិយោគធ្វើអីមួយសាងសង់ផ្លូវសាងសង់អីមួយអ្នកសារព័ត៌មានគេដេញដោលស៊ូថាសាងសង់នឹងវាបំរើផលប្រយោជន៍អីសាធារណៈអីមិនវាអត់មានអ្នកណាអាចទៅប្រព្រឹត្តពុករលួយដូច្នេះសង្គមនឹងវាមានតម្លាភាពវាមានសេរីភាពវាមានយុត្តិធម៌វាមានប្រជាធិបតេយ្យវាមានអីនៅក្នុងហ្នឹងដល់ពេលអត់សេរីភាពសារព័ត៌មានយើងឃើញដូចសប្តាហ៍ថ្ងៃហ្នឹងរដ្ឋាភិបាលលោកហ៊ុនសែនលោកហ៊ុនម៉ាណែតធ្វើអីតាមដំណឹងចិត្តហើយអ្នកដែលរងគ្រោះចុងក្រោយគឺប្រជាពលរដ្ឋយើងឃើញមកដល់ពេលនេះពលរដ្ឋរងគ្រោះមានដំណោះស្រាយណាអ្នកដែលបាត់ទឹកបាត់ដីខ្លួនឯងសោះអត់ហ៊ាននិយាយទេមកខ្លាចចាប់ដាក់គុកហើយឥឡូវនេះ
មិនមែនត្រឹមតែអ្នកសារព័ត៌មានទេពលរដ្ឋខ្លួនឯងក៏រងគ្រោះដែរនៅពេលដែលគាត់អត់ជួយការពារសារព័ត៌មានឯករាជ្យឥឡូវនេះគាត់ផុសសារមួយម៉ាត់និយាយទៅមិនដំណងគេទៅចាប់ដល់ផ្ទះបណ្ដោយពេលគេចាប់ដាក់គុកអីមកដល់ពេលនេះអ្នកប្រើប្រាស់បណ្ដាញសង្គមប្រហែលអ្នកហើយដែលត្រូវបានគេចាប់ដាក់គុកគឺច្រើនអ្នកនៅតាមរបាយការណ៍របស់អង្គការលីកាដូគឺថាជាង100អ្នកទៅហើយនឹងអ្នកដែលកំពុងជាប់គុកដោយសារការប្រើប្រាស់សិទ្ធិរបស់ខ្លួនបាទហើយអានឹងគេគាត់ប្រើបានទៅនៅមិនគាត់ប្រើបានការចាប់ដោយស្ងាត់អីហ្នឹងមានច្រើនណារឿងរ៉ាវអយុត្តិធម៌ដែលកើតឡើងនៅក្នុងសង្គមដូច្នេះការបាត់បង់សេរីភាពសារព័ត៌មានឯករាជ្យការបំបត្តិសេរីភាពសារព័ត៌មាននេះផលប៉ះពាល់នៅក្នុងសង្គមនឹងវាធំធេងមែនទែនជាពិសេសគឺអ្នកដែលរងគ្រោះនោះគឺប្រជាពលរដ្ឋផ្ទាល់តែម្ដងដែលគាត់បាត់បង់ព័ត៌មានអត់បានដឹងព័ត៌មានហើយគាត់ចាញ់បោកអ្នកនយោបាយកាន់អំណាចដែលបោកបញ្ឆោតគាត់ឬក៏ធ្វើនយោបាយប្រជាពិធដ្ឋអីហ្នឹងទៅដើម្បីតែរក្សាអំណាចគេបាទប៉ុន្តែប្រជាពលរដ្ឋអត់បានផលពីសង្គមនឹងទៅពីការដឹកនាំនឹងទេបាទចាដូច្នេះអ្នកណាក៏ជាជនរងគ្រោះដែរគ្រាន់តែមួយក្រុមជាជនរងគ្រោះដោយផ្ទាល់ហើយមួយក្រុមទៀតគឺជាជនរងគ្រោះដោយប្រយោលហើយរឿងនេះបានកើតឡើងអស់រយៈពេលជិត40ឆ្នាំមកហើយគឺនៅក្រោមការដឹកនាំរបស់គ្រួសារត្រកូលហ៊ុននេះចាំមិនមែនទើបតែកើតឡើងនៅក្នុងឆ្នាំ2025នៅពេលដែលប្រពៃទិវាសិទ្ធិសេរីភាពសារព័ត៌មានពិភពលោកថ្ងៃទី5ខែឧសភានេះទេគឺវាបានកើតឡើងអស់រយៈពេលជិត40ឆ្នាំមកហើយគឺចាប់ផ្ដើមតាំងពីមានការដឹកនាំដោយក្រុមគ្រួសារត្រកូលហ៊ុននេះចាហើយប្រជាពលរដ្ឋនៅតែជាអ្នករងគ្រោះមិនថារងគ្រោះដោយផ្ទាល់ឬដោយប្រយោលទេចានៅថ្ងៃអង្គារទី5ខែឧសភាស្អែកនេះចាលោកជុនច័ន្ទបុតលោកនឹងចូលមកសម្របសម្រួលវេទិកាអ្នកស្ដាប់របស់ទូរទស្សន៍អាស៊ីសេរីចាដែលជជែកគ្នាអំពីភាពរងគ្រោះរបស់ពលរដ្ឋខ្មែរនេះហើយថាតើពលរដ្ឋខ្មែរត្រូវធ្វើដូចម្តេចដើម្បីការពារខ្លួនដើម្បីកុំឲ្យខ្លាយទៅជាជនរងគ្រោះនៅក្រោមការដឹកនាំនេះបន្តទៀតចាគឺតើត្រូវធ្វើដូចម្តេចខ្លះលោកអ្នកនាងនឹងបានឮកិច្ចពិភាក្សានេះនៅក្នុងវេទិកាទូរទស្សន៍អាស៊ីសេរីនៅយប់ស្អែកដែលមានលោកជុនច័ន្ទបុតជាអ្នកសម្របសម្រួលចាសូមកុំភ្លេចលោកអ្នកនាងរងចាំតាមដានកម្មវិធីផ្សាយរបស់យើងនៅថ្ងៃស្អែកនេះកុំបីខានចាអរគុណថៃច្រើនណាស់ដែលបានចូលរួមនៅយុគនេះទោះបីជារំលងអាត្រៀមទៅហើយនៅប្រទេសអូស្ត្រាលីចាសូមអរគុណថៃហើយយើងនឹងជួបគ្នានៅឱកាសក្រោយទៀតចាសូមជម្រាបលាចាសូមជម្រាបលាបាទចាលោកនាងកញ្ញាជាទីមេត្រីការផ្សាយរបស់ទូរទស្សន៍អាស៊ីសេរីនៅយប់នេះចាប់ត្រឹមតែប៉ុណ្ណេះនាងខ្ញុំសុជីវីព្រមទាំងក្រុមការងារទាំងអស់របស់ទូរទស្សន៍អាស៊ីសេរីចាសូមអរគុណដល់លោកនាងដែលតែងតែតាមដានការផ្សាយរបស់យើងតាំងពីដើមរៀងមកហើយក៏សូមអរគុណដល់លោកនាងចាដែលបានចំណាយថវិកាផ្ទាល់ខ្លួនចាចូលរួមវិភាគទានគាំទ្រដំណើរការរបស់ទូរទស្សន៍អាស៊ីសេរីចាសូមជូនពរដល់លោកនាងកញ្ញានិងក្រុមគ្រួសារសូមប្រកបតែនឹងសេចក្តីសុខសុភមង្គលនិងសុខភាពល្អកុំឲ្យឃ្លៀងឃ្លាតឡើយនាងខ្ញុំសូមអរគុណនិងសូមជម្រាបលា